អរុនសុស្ដីត្រង់អាយដាមលោកជំទាវលោកលោកស្រីនៅទស្សនិកជនព្រមទាំងសាសនិកអ៊ីស្លាមជាទីគោរពរាប់អានអស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះវ៉ាបារកាតុហ៍ថ្ងៃនេះដែរជួបខ្ញុំបាទហ៊ីមលោកម៉ាន់ជាអ្នកសម្របសម្រួលកម្មវិធីយល់ដឹងព្រះពុទ្ធសាសនានិងអ៊ីស្លាមសាសនាបងប្អូនទស្សនិកជននិងបងប្អូនសាសនិកអ៊ីស្លាមជាទីគោរពរាប់អានជាបឋមសូមគោរពថ្នាក់ដឹកនាំក្រុមលំដាប់ថ្នាក់និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមព្រមទាំងលោកថេនសិដ្ឋាយប្រធានទីព័ត៌មានខេត្តត្បូងឃ្មុំជាទីគោរពរាប់អានថ្ងៃសុក្រ8រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជឆ្នាំ2568ត្រូវនឹងថ្ងៃទី21ខែមីនាឆ្នាំ2025ត្រូវនឹងថ្ងៃសុក្រទី20ខែរ៉ម៉ាដនឆ្នាំ1446មហាម៉ាត់សករាជកម្មវិធីយល់ដឹងព្រះពុទ្ធសាសនានិងអ៊ីស្លាមសាសនាធ្វើឡើងជារៀងរាល់ថ្ងៃសុក្ររយៈពេល1ម៉ោងពេញចាប់ពីម៉ោង9ព្រឹករហូតដល់ម៉ោង10ព្រឹកបងប្អូនទស្សនិកជននិងបងប្អូនសាសនិកអ៊ីស្លាមជាទីគោរពដែលកំពុងតាមដានកម្មវិធីយល់ដឹងព្រះពុទ្ធសាសនានិងអ៊ីស្លាមសាសនាជាទីគោរពកម្មវិធីយើងនេះគឺក្រមកិច្ចសហការការឡាយចំនួន3ដែលធ្វើការជាមួយគ្នានិងផ្សាយផ្ទាល់នៅ page Facebook ចំនួន4មានគឺ page មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ page ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តត្បូងឃ្មុំដែលហៅកាត់ថា AKP GBK និង page ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំនិង page Visu FM Visu ជាតិខេត្តត្បូងឃ្មុំ FM 88 MHz ជាទីគោរពរាប់អានបងប្អូនសាសនិកអ៊ីស្លាមនិងបងប្អូនដែលកំពុងតាមដានកម្មវិធីយល់ដឹងព្រះពុទ្ធសាសនានិងអ៊ីស្លាមសាសនាជាទីគោរពរាប់អានសប្តាហ៍នេះដែលកម្មវិធីយើងនឹងលើកយកមកពិភាក្សានិងធ្វើការបកស្រាយក្រមធានបទការស្វែងយល់អំពី10ថ្ងៃចុងក្រោយនៃខែរ៉ាម៉ាដនវ៉ាកាហ្វាតម៉ាអលអ៊ាឈរីអាវ៉ាឃីតមីនរ៉ាម៉ាដនមានន័យថាយើងស្វែងយល់មិនមែនស្វែងយល់អំពីយប់ចុងក្រោយឬក៏និយាយសាមញ្ញថាយប់ចុងក្រោយនៃខែរ៉ាម៉ាដននេះម្ដងវាគ្មានកិត្តិយសរបស់យើងគឺអ៊ូស្តាសតុលឡោះអាហ្មាត់អស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះវ៉ាបារកាតុហ៍អ៊ូស្តាសអស្សាឡាមវ៉ារ៉ាហ្មាតុលឡោះតាសុខសប្បាយណាស់អ៊ូស្តាសហ្នឹងហើយដល់អ៊ូស្តាសគឺជាបញ្ញវន្តមួយរូបដែលបញ្ចប់ការសិក្សានៅខ្ញុំសូមនិយាយពីប្រវត្តិអ៊ូស្តាសបន្តិចបាទហើយអ៊ូស្តាសគឺជាបញ្ញវន្តមួយរូបដែលបានបញ្ចប់ការសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីតគឺឆ្នាំ2010បញ្ចប់ផ្នែកច្បាប់អ៊ីស្លាមនៅពីសាកលវិទ្យាល័យម៉ាឌីណាប្រទេសអារ៉ាប៊ីសាអូឌីតហើយបន្ទាប់ពីអ៊ូស្តាសបញ្ចប់នៅក្នុងការសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីតមកអ៊ូស្តាសក៏បានមកបម្រើការងារជាគ្រូបង្រៀនផ្នែកខាងផ្នែកសាសនាអ៊ីស្លាមនៅវិទ្យាល័យរស្មីអ៊ីស្លាមកម្ពុជាឬក៏ហៅកាត់ថាចំចៅហើយអ៊ូស្តាសដែរគឺជាអតីតសិស្សចំចៅគឺសិស្សឆ្នាំ1995រហូតដល់2000ឆ្នាំ2000នេះគឺជាប្រវត្តិដែលអ៊ូស្តាសខ្លះហើយបន្ទាប់ពីគ្រូបង្រៀនហ្នឹងហើយអ៊ូស្តាសក៏បានជាប់ជាសមាជិកនៃអ្នកផ្សព្វផ្សាយអ៊ីស្លាមប្រចាំខេត្តកញ្ចេះផងដែរបងប្អូនសាសនិកអ៊ីស្លាមនិងបងប្អូនសាសនិកកំពុងតាមដានកម្មវិធីយល់ដឹងគ្រប់យល់ដឹងព្រះពុទ្ធសាសនានិងអ៊ីស្លាមសាសនាជាទីគោរពរាប់អានបាទអ៊ូស្តាសសុខសប្បាយអ៊ូស្តាសអ៊ូស្តាសថ្ងៃនេះអ៊ូស្តាសនៅប្រចាំនៅខេត្តកញ្ចេះឬក៏ប្រចាំនៅខេត្តត្បូងឃ្មុំមានតែទីលំនៅពិតប្រាកដរបស់អ៊ូស្តាសទីលំនៅក៏នៅខេត្តកញ្ចេះបាទហើយនឹងទីលំនៅនៅខេត្តកញ្ចេះអញ្ចឹងអ៊ូស្តាសនៅមានថានៅផ្សព្វផ្សាយនៅផ្នែកអ៊ីស្លាមនៅខាងខេត្តកញ្ចេះនៅតែម្ដងបាទហ្នឹងហើយអ៊ូស្តាសអញ្ចឹងអ៊ូស្តាសដល់សារថ្ងៃនេះគឺយើងមានប្រធានបទមួយគឺការស្វែងយល់10ថ្ងៃចុងក្រោយនៃខែរ៉ាម៉ាដនហើយសាសនាអ៊ីស្លាមរបស់យើងនៅពេលនេះគឺពួកគាត់បានបួស20ថ្ងៃហើយថ្ងៃនេះនឹង20ថ្ងៃនឹងថ្ងៃនេះអ៊ូស្តាសហ្នឹងហើយតើអ៊ូស្តាស20ថ្ងៃចុង10ថ្ងៃចុងក្រោយហ្នឹងតើយើងមានអ្វីខ្លះដែលយើងត្រូវធ្វើនៅក្នុងហ្នឹងហើយដូចជាសំណួរមួយដែលអ៊ូស្តាសដែលលើកឡើងហ្នឹងគឺទី1គឺតើការបង្ហាញពីការប្រឹងប្រែងនៃធ្វើអាម៉ាលីបតាត់10ក្នុងអំឡុងពេល10ថ្ងៃចុងក្រោយហ្នឹងតើខែរ៉ាម៉ាដនហ្នឹងតើយើងត្រូវធ្វើដូចម្តេចខ្លះតើអញ្ចឹងសូមអ៊ូស្តាសបកស្រាយហើយនឹងក្បោះក្បាយដើម្បីឲ្យទស្សនិកជនរបស់យើងហើយនឹងសាសនិកអ៊ីស្លាមហើយនឹងបងប្អូនដែលកំពុងតាមដានកម្មវិធីយើងបានយល់ពី10ថ្ងៃចុងក្រោយនៃខែរ៉ាម៉ាដននេះអ៊ូស្តាសបាទអរគុណច្រើនបាទអ៊ូស្តាសبسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسولنا الأمين نبينا محمد وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته
ជាបឋមសូមគោរពដល់ត្រង់អាវដំនិងថ្នាក់ដឹកនាំជាទីគោរពនិងសូមគោរពដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមកម្ពុជាព្រមទាំងអ៊ីម៉ាមខេត្តបឹងឃ្មុំជាទីគោរពនិងសូមគោរពព្រមទាំងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកថិនសិដ្ឋាប្រធានមន្ត្រីព័ត៌មានខេត្តបឹងឃ្មុំដែលបានអញ្ជើញរូបខ្ញុំបាទដើម្បីចូលរួមនៅក្នុងកម្មវិធីយល់ដឹងព្រះពុទ្ធសាសនានិងអ៊ីស្លាមសាសនានៅក្នុងព្រឹកនេះជាទីគោរពព្រមទាំងសូមគោរពដល់លោកហេមលោកម៉ានជាអ្នកសម្របសម្រួលកម្មវិធីនេះហើយព្រមទាំងសហការីរបស់មន្ទីរព័ត៌មានខេត្តបឹងឃ្មុំទាំងអស់ជាទីគោរពទន្ទឹមនឹងដែរសូមគោរពដល់ទស្សនិកជនទាំងអស់ដែលកំពុងតាមដាននៅការផ្សាយបន្តផ្ទាល់ក្នុងវេលានេះក៏ដូចជាអ្នកដែលតែងតែគាំទ្រសម្រាប់កម្មវិធីមួយនេះអញ្ចឹងអัลហាំឌុលីឡាយើងទទួលបានអ្នកម៉ាត់មួយដ៏ធំអំពីអល់ឡោះដែលយើងឈានមកដល់ខែដ៏ពិសិដ្ឋខែដ៏ល្អប្រពៃសម្រាប់យើងទាំងអស់គ្នាឆ្លៀតឱកាសប្រឹងប្រែងធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាអញ្ចឹងយើងទាំងអស់គ្នាក៏បានដឹងដែរថានៅក្នុងខែនេះសាសនិកអ៊ីស្លាមទូទាំងពិភពលោកពួកគាត់តែងតែខ្នះខ្នែងប្រឹងប្រែងដើម្បីយកឱកាសដ៏មានតម្លៃនេះបំពេញកាតព្វកិច្ចដែលគាត់ត្រូវធ្វើដើម្បីទទួលបានការតបស្នងដ៏ពេញលក្ខណៈពីព្រះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាអញ្ចឹងអัลហាំឌុលីឡានៅក្នុងពេលនេះដែរគឺដោយឧស្តាតលោកម៉ានគាត់បានលើកឡើងពីខាងដើមថាយើងត្រូវមើលធ្វើយ៉ាងម៉េចសម្រាប់10យប់ចុងក្រោយនៅក្នុងខែរ៉ាម៉ាឌានរបស់យើងនេះដោយពេលវេលាដែលយើងកំពុងនៅនេះគឺយើងឈានមកដល់ថ្ងៃទី20នៅក្នុងខែរ៉ាម៉ាឌានអញ្ចឹងយើងនៅសល់តែ10ថ្ងៃឬក៏9ថ្ងៃទៀតតែប៉ុណ្ណោះឯងសម្រាប់ខែរ៉ាម៉ាឌានរបស់យើងអាស្រ័យទៅតាមពេលវេលានៃការចេញខែរ៉ាម៉ាឌានរបស់យើងតើយើងគ្រប់30ថ្ងៃឬក៏យើងបួសត្រឹមតែ29ថ្ងៃអញ្ចឹងយើងមើលទៅសកម្មភាពឬក៏យើងមើលអាចសង្កេតមើលទៅលើទង្វើរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំនៅក្នុងអំឡុងពេល10យប់ចុងក្រោយនេះតើយើងអាចទទួលបានការចង្អុលបង្ហាញឬក៏យើងអាចទទួលបានការណែនាំអ្វីខ្លះពីនប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសឡាំចឹងជាទូទៅនប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសឡាំគឺគាត់បានប្រឹងប្រែងនៅក្នុងការធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាមិនថាពេលណាមិនថាខែណាគឺគាត់ប្រឹងប្រែងជានិច្ចគ្រាន់តែនៅក្នុងនោះពិសេសមិនថាការខិតខំប្រឹងប្រែងលើសខ្វះគ្នានឹងគឺអាស្រ័យទៅតាមពេលវេលាទៅតាមរដូវកាលដែលពិសេសតែប៉ុណ្ណោះឯងដូចជាមានសេចក្តីរាយការណ៍អំពីអាយសារ៉ាឌីយ៉ាឡោះអានហាដែលជាភរិយារបស់លោកនៅក្នុងចំណោមនោះគឺមានសម្ដីខ្លះរបស់ភរិយារបស់លោកដែលបានលើកឡើងថាកាននប៊ីយូសល្លឡោះអាឡៃហ៊ីវ៉ាសឡាំអ៊ីហ្សាដខលអលអជ្រុឆដដមិអហ្សារហ៊ូវ៉ាអហ្យាឡៃឡាហ៊ូវ៉ាអៃកដអហ្លាហ៊ូហាឌីសនេះរាយការណ៍ដោយអ៊ីម៉ាមមូស្លីមអញ្ចឹងអត្ថន័យហាឌីសនេះអាយសារ៉ាឌីយ៉ាឡោះអានហាដែលជាភរិយារបស់លោកបានលើកឡើងថានប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំនៅពេលណា10យប់ចុងក្រោយនៃខែរ៉ាម៉ាឌានឈានមកដល់គឺគាត់រិទ្ធបន្តឹងនៅខ្សែចង្កេះរបស់គាត់ហើយពាក្យរិទ្ធបន្តឹងនៅខ្សែចង្កេះរបស់គាត់នេះមានថាសំដៅទៅលើការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្លាំងចំពោះទង្វើអ្វីមួយអញ្ចឹងនៅក្នុង10យប់ចុងក្រោយនេះគឺនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំយកចិត្តទុកដាក់ខ្លាំងបំផុតហើយប្រឹងប្រែងបំផុតរហូតដល់ប្រើពាក្យថារិទ្ធបន្តឹងខ្សែក្រវ៉ាត់ឬក៏ខ្សែចង្កេះអញ្ចឹងនៅក្នុងអ៊ីស្ទីឡាហ៍របស់ភាសាអារ៉ាប់ឬក៏មនុស្សទូទៅនៅពេលដែលយើងប្រើពាក្យមួយនេះគឺសំដៅទៅលើការខិតខំប្រឹងប្រែងលើសអ្វីលើសពីធម្មតាឬក៏លើសពីពេលធម្មតាមិនតែប៉ុណ្ណោះគឺវ៉ាអហ្យាឡៃឡាហ៊ូហើយគាត់បានធ្វើឲ្យយប់របស់គាត់មិនថាមិនស្ងាត់ស្ងៀមមិនថាមានអ្វីមានសកម្មភាពអ្វីកើតឡើងដោយគាត់មានថាប្រឹងប្រែងធ្វើឲ្យយប់របស់គាត់នោះគឺពោពេញទៅដោយអ៊ីបាដាតទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាហើយមិនត្រឹមតែគាត់ម្នាក់ឯងដែលខំប្រឹងប្រែងពុះពៀក្នុងការធ្វើអ៊ីបាដាតផ្សេងទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡានោះទេគឺគាត់វ៉ៃកដអះឡាហ៊ូគាត់បានដាស់
ក្រុមគ្រួសាររបស់គាត់ឲ្យភ្ញាក់ពីដំណេកដើម្បីធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាដូចគ្នាដែរអញ្ចឹងតាមរយៈសេចក្តីរាយការណ៍មួយនេះគឺបញ្ជាក់ថានប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមពិតជាខិតខំប្រឹងប្រែងលើសពីពេលធម្មតានៅក្នុងខែរ៉ាម៉ាឌនគឺនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមតែងតែប្រឹងប្រែងបណ្ដាអ្វីដែលលើកពីខាងដើមថានៅពេលយើងប្រឹងប្រែងលើសពីធម្មតានៅពេលឈានដល់10យប់ចុងក្រោយនៃខែរ៉ាម៉ាឌននេះហើយសេចក្តីរាយការណ៍មួយទៀតដែរអំពីអាសាដែលជាភរិយារបស់លោកដដែលគឺគាត់បានលើកឡើងថាកាណារ៉ាស៊ូលុលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមយជ្តហ៊ីឌូហ្វីលអជ្រិលអវាខិរីម៉ាឡាយជ្តហ៊ីឌូហ្វីកៃរីហ៊ីប្រយោគនេះឬក៏សម្ដីនេះគឺបង្ហាញថានប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមគាត់ប្រឹងប្រែងក្នុងការធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡានៅក្នុង10យប់ចុងក្រោយនៃខែរ៉ាម៉ាឌននេះគឺមានខែណាឬក៏មានពេលណាផ្សេងដែលគាត់ធ្វើអញ្ចឹងទេមិនថាគាត់ប្រឹងប្រែងអញ្ចឹងទេអញ្ចឹងតាមរយៈសម្ដីទាំងពីររបស់អាយសារ៉ាឌីយ៉ាឡោះអានហាដែលជាភរិយារបស់លោកគឺសុទ្ធតែបង្ហាញថាការខិតខំប្រឹងប្រែងរបស់លោកនៅអំឡុងពេលចុងក្រោយនេះគឺប្រឹងប្រែងខ្លាំងជាងពេលណាទាំងអស់អញ្ចឹងយើងអាចសួរត្រឡប់វិញថាតើហេតុអ្វីបានជាគាត់ប្រឹងប្រែងក្នុងការធ្វើអ៊ីបាដាតនៅក្នុងយប់នៅក្នុងយប់ចុងក្រោយនេះខ្លាំងជាងពេលផ្សេងអញ្ចឹងយើងទាំងអស់គ្នាក៏តែងតែដឹងដែរអំពីចំណុចមួយឬក៏យប់មួយដែលតែងតែល្អប្រសើរនោះគឺយប់ឡៃឡាតុលកតារអញ្ចឹងសង្ឃឹមថាការខិតខំប្រឹងប្រែងរបស់គាត់នោះគាត់នឹងអាចទទួលបានផលតបស្នងដ៏ពិសេសពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡានៅក្នុងយប់ឡៃឡាតុលកតារបាទអរគុណច្រើនបាទបាទស្តាហ្នឹងហើយដោយសារស្តាបានលើកឡើងមិញគឺព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមមានថាព្យាការីគាត់ខំប្រឹងប្រែងខ្លាំងណាស់ក្នុងការយប់ចុងក្រោយនៃខែរ៉ាម៉ាឌនមែនតែប៉ុណ្ណោះគឺព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមគឺជំរុញឲ្យភរិយារបស់គាត់ដើម្បីធ្វើមិនថាអាម៉ាល់អ៊ីបាដាតឬក៏ធ្វើធម៌ឬក៏យើងហៅមួយទៀតគឺយើងហៅដូចនៅក្នុងនេះវាជាស្ទើរនៅក្នុងប្រពុតគេមានមួយគឺគេតាំងសមាធិអញ្ចឹងយើងពីរហ្នឹងដូចគ្នាឬក៏អត់ទេពាក់តាំងសមាធិមានន័យថាគឺគាត់ធ្វើនេះដែរដូចបងសមាធិមានន័យថានៅក្នុងន័យមួយមានថាខោមានន័យថាមួយចំណែកតែយើងធေါ်ជាច្រើនវាប្រហាក់ប្រហែលគ្នានឹងប្រហាក់ប្រហែលនឹងដូចនៅក្នុងប្រពុតគេមានសមាធិហ្នឹងតែយើងឥស្លាមរបស់យើងតែអានេះអាមមានតែទូទៅមិនតែសម្រាប់តែប្រសង់ឬក៏នេះទេគឺយើងទូទៅបង្អស់សម្រាប់សាសនាអ៊ីស្លាមទាំងអស់ដែលកំពុងតែប្រតិបត្តិមានថាអ្នកដែលកាន់សាសនាអ៊ីស្លាមគឺត្រូវតែធ្វើតែម្ដងអញ្ចឹងមានថាទាំងអ៊ុម៉ាត់គាត់ជំរុញទាំងអ៊ុម៉ាត់គាត់ដែរឬក៏មិនទៅស្ទះនៅក្នុងហ្នឹងហ្នឹងហើយការដែលគាត់ធ្វើនេះគឺមិនថាយើងធម្មតាយើងជាទូទៅយើងដឹងពីដើមថាអ្វីដែលនៅពេលយើងធ្វើគឺជាមេរៀនបង្រៀនសម្រាប់អ៊ុម៉ាត់របស់គាត់ទៅហ្នឹងហើយមិនមែនធ្វើដើម្បីតែគាត់ខ្លួនឯងដើម្បីតែគ្រួសារទេមានន័យថាអ្វីដែលគាត់ធ្វើនោះគឺបង្រៀនយើងឲ្យយើងធ្វើខ្លួនឯងហើយយើងបង្រៀនអ្នកដែលនៅជុំវិញយើងឲ្យធ្វើទាំងអស់គ្នាធ្វើបាទនឹងហើយមានន័យថារ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមព្យាក្រៃមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមហ្នឹងគឺជំរុញឲ្យសាសនាអ៊ីស្លាមមានន័យថាទាំងគ្រួសារគាត់ហើយនឹងទាំងបងប្អូនសាសនាអ៊ីស្លាមទាំងអស់ពីពិភពលោកហ្នឹងគឺធ្វើយ៉ាងណាយប់10យប់ចុងក្រោយនេះគឺត្រូវតែធ្វើអាម៉ាល់អ៊ីបាដាតឲ្យខ្លាំងមានថាធ្វើមានថាសុទ្ធធម៌ឲ្យខ្លាំងជាងធម្មតាទៅទៀតអញ្ចឹងហើយដល់ឡែកយើងមកមើលសំណួរទី2ដែលតកតងជាមួយនឹងតើខែរ៉ាម៉ាឌនមានយប់មួយនៅក្នុងខែរ៉ាម៉ាឌនហ្នឹងគឺមានយប់មួយដែលល្អប្រសើរជាង1000ខែនោះគឺឡៃឡាតុលកតារហើយនៅក្នុង1000ខែនេះគឺស្មើ1000ខែគឺស្មើនឹង83ឆ្នាំ4ខែតើតើយប់ឡៃឡាតុលកតារហ្នឹងគឺតើយើងកំណត់ថ្ងៃណាជាលក្ខច្បាស់លាស់បានទេអូស្តាហ្នឹងហើយអូស្តាអញ្ចឹងសូមអូស្តាបកស្រាយដល់ក្បោះក្បាយហើយនឹងមានការពីនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមដែលគាត់បានធ្វើបាទហ្នឹងហើយអัลហាំឌុលឡាអរគុណច្រើនដល់ទូនលោកម៉ានដែលផ្ដល់ឱកាសម្ដងទៀតសម្រាប់លោកខ្ញុំអញ្ចឹងយើងបានដឹងហើយមុននេះបន្តិចដែលការខិតខំប្រឹងប្រែងរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមគឺការខិតខំប្រឹងប្រែងធ្វើអ៊ីបាដាតរបស់លោកគឺចង់បានឬក៏ចង់ទទួលបាននៅយប់
ដែលជាយប់ដ៏ពិសេសនេះអញ្ចឹងដោយសារថានៅក្នុងនោះគឺមានលក្ខណៈពិសេសសម្រាប់10ថ្ងៃចុងក្រោយបាទអញ្ចឹងយប់ Lailatul Qadar បើថាយប់ Al-Qadar ដែលយើងតែងតែនិយាយថាគឺជាយប់ដែលមានតម្លៃពិសេសជាង1000ខែជាង1000ខែឬបើយើងធៀបជាឆ្នាំវិញអាចជា83ឆ្នាំ4ខែហ្នឹងអញ្ចឹងមានថាយប់នោះគឺបើសិនជាយើងធ្វើអ៊ីបាដាតអ្វីមួយនៅក្នុងយប់នោះគឺយើងនឹងទទួលបានការតបស្នងស្មើនឹងការដែលយើងធ្វើជាង1000ខែអញ្ចឹងអ៊ីបាដាតដែលយើងខំប្រឹងដូចជាការដែលយើងសាឡាតពេលយប់ការដែលយើងបួសការដែលយើងហ្ស៊ីគៀរការដែលយើងសូត្រអល់កុរអានឬក៏ធ្វើសតកោផ្សេងៗនៅក្នុងយប់នោះគឺយើងនឹងទទួលបានការតបស្នងគុណនឹងចំនួនដ៏ច្រើនមានថាបើយើងធ្វើឧទាហរណ៍ថាយើងសាឡាត2រកាត់នៅយប់នោះស្មើនឹងយើងសាឡាតរៀងរាល់យប់ចំនួន83ឆ្នាំ4ខែអញ្ចឹងនេះគឺជាតម្លៃមួយដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាបានតបស្នងដល់អ្នកដែលខិតខំប្រឹងប្រែងនៅក្នុងអំឡុងពេល10យប់ចុងក្រោយនោះអញ្ចឹងដោយអល់ឡោះស៊ុបហានាហ៊ូវតាឡាបានលើកឡើងនៅក្នុងសូរ៉ាអល់កតមួយដែលយើងតែងតែសូត្រជាទូទៅសម្រាប់សាសនាអ៊ីស្លាមនោះគឺសូរ៉ាដែលផ្ដើមដោយប៊ីស្មិលឡាហ៊ីរ៉ាហ្មានីរ៉ាហ៊ីមអ៊ីនណាអានហ្សាល់ណាហ៊ូហ្វីឡៃឡាតុលកតរវ៉ាម៉ាអាតរ៉ាកាម៉ាឡៃឡាតុលកតរليلة القدر خير من ألف شهر تنزل الملائكة والروح فيها بإذن ربهم من كل أمر سلام هي حتى مطلع الفجر អញ្ចឹងនៅក្នុងសូរ៉ាមួយនេះគឺសាសនាអ៊ីស្លាមទូទៅតែងតែសូត្រហើយតែងតែទន្ទិញចាំភាគច្រើនដោយសារសូរ៉ាមួយនេះគឺបង្ហាញអំពីយប់ដ៏ពិសេសមួយនោះអញ្ចឹងផ្ដើមនៅក្នុងសូរ៉ានោះគឺអល់ឡោះបានមានបន្ទូលដោយអល់ឡោះបញ្ជាក់ថាយើងជាអ្នកដែលបញ្ចុះអល់កុរអានគម្ពីរអល់កុរអានមិនមែនជាគម្ពីរដែលមនុស្សលោកតាក់តែងឬក៏មនុស្សលោកជាអ្នកដែលសរសេរដោយដៃខ្លួនឯងការគិតដោយខ្លួនឯងនោះឡើយគឺអល់ឡោះជាអ្នកដែលបញ្ចុះហើយបញ្ចុះនោះទៀតគឺនៅក្នុងយប់អល់កដាតនឹងឯងអញ្ចឹងការបញ្ចុះនេះគឺមានដំណាក់កាលមានថាបញ្ចុះមកដល់តំបន់មួយដែលគេហៅថាកន្លែងដែលតម្កល់អល់កុរអានអញ្ចឹងអល់កដាតនេះគឺបញ្ចុះនៅក្នុងយប់នោះហើយមានការបែងចែកមកដល់ផែនដីយើងដល់ជាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាមនេះគឺមានវគ្គខណ្ឌឬក៏មានអាយ៉ាតផ្សេងឬក៏មានស្រោះផ្សេងទៅតាមកលៈទេសៈតាមហេតុការណ៍ជាក់ស្ដែងហើយនៅក្នុងយប់នោះដែរក៏អល់ឡោះស៊ុបហានាហ៊ូវតាឡាបានបញ្ជាក់ថាគឺតើអ្នកដឹងរបៀបណាអំពីយប់ឡៃឡាតុលកដរថាជាយប់យ៉ាងម៉េចឬក៏ដូចផ្ដាច់ឬក៏ជាយប់អ្វីទៅនៅក្នុងនោះអល់ឡោះក៏បានឆ្លើយនៅក្នុងសំណួរខាងដើមដោយបញ្ជាក់ថាយប់ឡៃឡាតុលកដរគឺជាយប់ដែលមានលក្ខណៈពិសេសល្អប្រសើរជាង1000យប់នៃយប់ធម្មតាហើយនៅក្នុងយប់នោះទៀតសោតគឺមានពពួកម៉ាឡាអ៊ីកាតនៅក្នុងចំណោមនោះក៏មានជីប្រូអែលហើយពួកគាត់បានទទួលការអនុញ្ញាតពីអល់ឡោះចោះមកភពផែនដីនេះដើម្បីបំពេញកាតព្វកិច្ចផ្សេងហើយនៅយប់នោះដែរគឺជាយប់ដែលមានសន្តិភាពណាយប់ដែលមានសន្តិភាពរហូតដល់ពេលវេលាហ្វាយ៉ាឬក៏ពេលវេលាទៀបភ្លឺហ្នឹងគឺលេចឡើងអញ្ចឹងនៅក្នុងសូរ៉ាមួយនេះគឺសុទ្ធតែបង្ហាញអំពីលក្ខណៈពិសេសរបស់យប់នោះប៉ុន្តែអ្វីដែលយើងអាចសង្កេតមើលគឺតើយប់នោះពិតប្រាកដស្ថិតនៅយប់ណាមួយនៅក្នុងចំណោម10យប់ចុងក្រោយនេះគឺជាសំណួរដែលយើងត្រូវផ្ដោតខ្លាំងទៅលើចំណុចនេះដោយសារនៅសម័យបច្ចេកវិទ្យាសម័យទំនើបនេះគឺមានការផ្សព្វផ្សាយមានការបំផុសបំផុលមានការ share បន្តគ្នាពីព័ត៌មានមួយចំនួនដែលតទៅនឹងថ្ងៃឬក៏ថ្ងៃយប់ដែលគេហៅថាយប់អល់កដាតនោះឯងអ្នកខ្លះគឺគេតែងតែឲ្យតម្លៃទៅលើយប់ទី27នៅក្នុងខែរ៉ាម៉ាឌនឬក៏យប់ទី29នៅក្នុងខែរ៉ាម៉ាឌនអញ្ចឹងនៅពេលដែលគាត់កំណត់យកយប់ណាមួយច្បាស់លាស់បែបនេះមានថាការដែលយើងខិតខំប្រឹងប្រែងនៅក្នុងខែរ៉ាម៉ាឌននោះគឺដូចជាមិនមានឥទ្ធិពលឬក៏មិនមានតម្លៃអ្វីទាំងទេដោយសារប្រកបនឹងប្រឹងប្រែងខ្លាំងតែពីយប់ចុងក្រោយតែប៉ុណ្ណោះឯងអញ្ចឹងមានថាធ្វើឲ្យគាត់ខាត់បងនៅអ៊ីបាដាតផ្សេងជាច្រើនអញ្ចឹងបើយើងមើលនៅក្នុងទស្សនៈរបស់អ្នក
ប្រាជ្ញអ៊ីស្លាមឬក៏អ៊ូឡាម៉ាអ៊ីស្លាមដែលតែងតែស្រាវជ្រាវអំពីដំណើរដើមតងឬក៏ប្រភពអំពីនប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសឡាមថាតើយប់ណាមួយដែលពិតប្រាកដដែលបញ្ជាក់ថាយប់ឡៃឡាតុលកដរនៅក្នុងនោះមានទស្សនៈ3ដែលធំដែលដូចជាទី1អលហាហ្វីសវ៉ាលីយុឌឌីនអលអ៊ីរ៉ាគីគាត់បានលើកឡើងថានៅក្នុងទស្សនៈដែលលើកឡើងអំពីយប់ឡៃឡាតុលកដរនោះគឺមានរហូតដល់25ទស្សនៈឯនោះនៅច្រើនហើយមានអ៊ីម៉ាមអ៊ីប៊ុនហាចាររ៉ាហ៊ីមហ៊ុលឡោះគាត់បានលើកឡើងដែរថាយប់នោះគឺមានយប់ឡៃឡាតុលកដរនោះគឺមានគេនិយាយរហូតដល់ទៅ46ទស្សនៈហើយអ៊ីម៉ាមអស្យូទីរ៉ាហ៊ីមហ៊ុលឡោះគាត់បានលើកឡើងថាមានគេនិយាយរបៀបកំណត់ថ្ងៃឬកំណត់ពេលយប់នោះគឺមានរហូតទៅដល់50ទស្សនៈឯនោះអញ្ចឹងមានថាច្រើនសម្រាប់អ្នកដែលនិយាយអំពីយប់ឡៃឡាតុលកដរនោះរីឯទស្សនៈទាំងអស់នោះដោយការសរុបសេចក្តីមកវិញគឺទស្សនៈដែលគិតថាត្រឹមត្រូវបំផុតនោះគឺស្ថិតនៅក្នុង10យប់ចុងក្រោយនៃខែរ៉ាម៉ាដនប៉ុន្តែពេលវេលាគឺមិនប្រកបនោះទេគឺមានការផ្លាស់ប្ដូរពីមួយឆ្នាំទៅមួយឆ្នាំឧទាហរណ៍ថាឆ្នាំនេះអាចជាយប់ទី21ឆ្នាំក្រោយអាចជាយប់ទី22ឆ្នាំក្រោយមួយទៀតអាចជាយប់ទី23អីចឹងទៅនេះគឺជាទស្សនៈដែលមិនថាដែលយើងគិតថាត្រឹមត្រូវបំផុតដែលមានអ៊ូឡាម៉ាជាច្រើនបានលើកពីអំណះអំណាងដោយជាក្នុងនោះគឺមានទស្សនៈរបស់អ៊ីម៉ាមអានណាវ៉ាវីរ៉ាហ៊ីម៉ាហ៊ុលឡោះទស្សនៈរបស់អ៊ីប៊ុនតៃមីយ៉ារ៉ាហ៊ីម៉ាហ៊ុលឡោះទស្សនៈរបស់អ៊លអ៊ីរ៉ាគីទស្សនៈរបស់អ៊ីប៊ុនហាចារអល់អស្កាឡានីទស្សនៈរបស់អ្នកសម័យក្រោយនេះគឺដូចជាអ៊ីប៊ុនបាសឬក៏អ៊ីប៊ុនអ៊ូសៃមីនរ៉ាហ៊ីម៉ាហ៊ុមុលឡោះអញ្ចឹងមានថាការកំណត់យប់ឡៃឡាតុលកដរនោះគឺមានការកំណត់អ្វីដែលជាក់លាក់នោះទេគ្រាន់តែចង់ឲ្យយើងទាំងអស់គ្នាប្រឹងប្រែងនៅក្នុងអំឡុងពេល10យប់ចុងក្រោយដោយសារតែនៅក្នុងនោះគឺមានសេចក្តីរាយការណ៍ជាច្រើនអំពីនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមហើយសេចក្តីរាយការណ៍ទាំងអស់នោះគឺមិនអាចឲ្យយើងកំណត់ថាយប់ណាច្បាស់លាស់នោះទេដោយមានហេតុផលជាច្រើននៅក្នុងនោះគឺមានហាឌីសមួយចំនួនដែលលើកឡើងថាយប់ឡៃឡាតុលកដរគឺនៅក្នុង10យប់ចុងក្រោយនៃខែរ៉ាម៉ាដនហើយក៏មានទៀតដែរថាមាននៅសល់9ថ្ងៃនៅក្នុងរ៉ាម៉ាដនចុងក្រោយឬក៏មានហាឌីសមួយផ្សេងទៀតដែរដែលលើកឡើងថាគឺនៅសល់7ថ្ងៃនៅក្នុងខែរ៉ាម៉ាដនហើយក៏មានហាឌីសខ្លះលើកឡើងថាគឺជាយប់សេសនៅក្នុងខែរ៉ាម៉ាដនយប់សេសនេះសំដៅទៅលើយប់ថ្ងៃយប់ដែលតួលេខនៅថ្ងៃនោះគឺជាលេខសេសដូចជា21 23 25 27និង25ហើយមានហាឌីសខ្លះអត់ប្រាប់ថាយប់ទីប៉ុន្មានទេប៉ុន្តែប្រាប់ថានៅសល់9ថ្ងៃដាច់ខែនៅសល់7ថ្ងៃដាច់ខែឬក៏នៅសល់5ថ្ងៃដាច់ខែហើយក៏មានហាឌីសខ្លះលើកឡើងថាថ្ងៃទី21មានហាឌីសខ្លះលើកឡើងថាថ្ងៃទី22មានសេចក្តីរាយការណ៍ខ្លះឬក៏ហាឌីសខ្លះលើកឡើងថាថ្ងៃទី24 23ក៏មាន24ក៏មាន27ទាំងអស់នោះមានន័យថាយើងពិបាកនៅក្នុងការវិតម្លៃឬក៏កាត់សេចក្តីដោយសារថាពេលខ្លះដូចជាហាឌីសដែលលើកឡើងថានៅខ្វះ9ថ្ងៃដាច់ខែហើយយើងក៏មិនដឹងថានៅក្នុងខែនោះតើចំនួនខែរ៉ាម៉ាដនដែលយើងកំពុងបួសនោះ29ឬក៏30ថ្ងៃអញ្ចឹងបើសិននៅក្នុងនោះគឺយើងអាចគិតថាបើសិនជាខែបួសយើងនៅសល់30ថ្ងៃអញ្ចឹងមិនខាស់9ថ្ងៃតើវាត្រូវถึงថ្ងៃទីប្រមាណអាចជាថ្ងៃទី21អីចឹងទៅប៉ុន្តែបើយើងបួសត្រឹមតែ29ថ្ងៃចឹងវាថ្ងៃចុងក្រោយថ្ងៃ29នេះមិនថាអរេបើតែវាខ្វះ29ថ្ងៃនៅខ្វះ9ថ្ងៃដាច់ខែហ្នឹងហើយ9ថ្ងៃដាច់ខែអញ្ចឹងមិនថាវាត្រូវទៅថ្ងៃទី20ដោយសារថាយើងខ្វះ9ថ្ងៃទៀតហើយយើងបួសត្រឹមតែ29ថ្ងៃបាទអញ្ចឹងមានន័យថាវាអត់ត្រឹមវាអត់ចង់និយាយថាវាអត់ប្រកាសថាថ្ងៃទីប្រហែលទេវាពិបាកក្នុងការវាមិនអាចកំណត់ថាថ្ងៃទី21 22ជាក់បានទេហ្នឹងដោយសារថាជួនកាលពេលខ្លះទីខ្លះនៅប្រាប់ថានៅខ្វះ5ថ្ងៃដាច់ខែចុះ5ថ្ងៃដាច់ខែបើខែនោះ30នឹងសើមិនថានៅខ្វះ5ថ្ងៃទៀតអញ្ចឹងវាទី25ចុះបើខែនោះត្រឹម29អញ្ចឹងនៅខ្វះប្រហែលអញ្ចឹងវាត្រូវខែថ្ងៃទីប៉ុន្មានបើខ្វះ5ថ្ងៃហើយថ្ងៃនេះត្រឹមទៅ29ខែហ្នឹងនៅសល់4ថ្ងៃថ្ងៃចុងក្រោយអញ្ចឹងមិនថាត្រូវ26អីអញ្ចឹងទៅអញ្ចឹងហើយនៅក្នុងសេចក្តីរាយការណ៍ទាំងអស់នោះគឺ
ឧលាម៉ាអត់អាចថាកំណត់យកថ្ងៃណាមួយច្បាស់លាស់ទេដោយសារតែហេតុផលជាច្រើនគឺយើងអត់អាចដឹងថាថ្ងៃណាមួយឲ្យពិតប្រាកដដោយសាររ៉ាម៉ាឌនពេលខ្លះ29ហើយពេលខ្លះក៏30អញ្ចឹងនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមគាត់តែជំរុញឲ្យយើងទាំងអស់គ្នាប្រឹងឲ្យបានខ្លាំងនៅក្នុងអំឡុងពេល10យប់ចុងក្រោយនៃខែរ៉ាម៉ាឌនដោយសារបើយើងប្រឹងទាំង10យប់នោះយើងនឹងអាចទទួលបានឬក៏យើងនឹងអាចជួបនៅយប់ដ៏ពិសេសមួយនោះដោយមិនអាចខានអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នាអាចប្រឹងប្រែងហើយយើងកុំគិតតែថាហើយមានទស្សនៈមួយទៀតហាឌីសមួយទៀតរាយការណ៍ថាយប់ឡៃឡាតុលកដរគឺជាយប់សេះបាទយប់សេះដែលយើងល្បីខ្លាំងដែលយើងល្បីខ្លាំងដែលយើងតែងតែពេញនិយមថាឲ្យតែយប់សេះនាំគ្នាទៅមស្ជីតពេញឬឯយប់គូមិនថាគាត់អត់សូវទេដោយសារតែពេលមានហាឌីសមិនថាអត់ទេហាឌីសសោះហើយទាំងអស់ហាឌីសហ្នឹងបាទហាឌីសហើយទស្សនៈរបស់អ៊ីបនុហាចាររ៉ហ៊ីម៉ាហ៊ុលឡោះគាត់ក៏បានបញ្ជាក់ដែរថាគាត់ខុសពីគេបន្តិចថាអ៊ីនទីកលមិនថាការផ្លាស់ប្ដូរពីមួយឆ្នាំទៅមួយឆ្នាំនោះគឺនៅក្នុងអំឡុងពេល10ថ្ងៃចុងក្រោយប៉ុន្តែលក្ខណៈពិសេសរបស់អ៊ីបនុហាចារគាត់ថាយប់សេះគាត់កំណត់ថាយប់គឺជាយប់សេះសម្រាប់អ្នកផ្សេងគឺគាត់អត់កំណត់ថាយប់សេះទេគឺឲ្យតែយប់10ថ្ងៃចុងក្រោយគឺនឹងជួបប៉ុន្តែអ៊ីម៉ាមអ៊ីបនុហាចាររ៉ហ៊ីម៉ាហ៊ុលឡោះគាត់មានទស្សនៈមួយខុសពីគេថាយប់នោះគឺជាយប់សេះគាត់បន្ថែមចំណុចនឹងខុសពីគេហើយទស្សនៈមួយនេះគឺល្បីនៅស្រុកខ្មែររបស់យើងបន្ទាប់ពីយប់ទី27មកអញ្ចឹងមានថាអ្វីដែលល្បីគេបំផុតគឺអ៊ីបនុហាចារនេះតែម្ដងអ៊ីបនុហាចារល្បីនៅស្រុកខ្មែរយើងដោយសារនៅស្រុកខ្មែរយើងនេះអ៊ីបនុហាចារអ្នកក៏គេស្គាល់ដែរអ្នកដែលរៀនដោយសារគាត់ល្បីខាងភាពឆ្លៀតវៃឆ្លេះអីគេហៅឆ្លៀសវៃរបស់គាត់ការចងចាំរបស់គាត់ហើយពីដើមគាត់មិនមែនថាប្រវត្តិរបស់គាត់ពីដើមមិនមែនជាអ្នករៀនពូកែមិនមែនជាអ្នកដែលពូកែក្នុងការចងចាំទេប៉ុន្តែក្រោយពីគាត់ឧស្សាហ៍ព្យាយាមគាត់នឹងក្លាយទៅជាអ្នកដែលល្បីនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្លាមអញ្ចឹងសរុបមកវិញគឺមានថាយប់ឡៃឡាតុលកដរឬក៏យប់កដរគឺជាយប់មួយដែលយើងមិនអាចកំណត់បានជាក់លាក់នោះទេទោះជាទស្សនៈនោះមានច្រើនមិនថាយប់សេះមិនថាយប់ជាយប់សេះតួលេខសេះហើយមិនថាយប់ជាយប់គូសំខាន់គឺនៅ10យប់ចុងក្រោយហើយឧលាម៉ាជាច្រើនគឺបានឯកភាពទស្សនៈមួយនេះដោយសារមានអំណាងច្បាស់លាស់ពីនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមដោយសារតែពេលវេលាមិនអាចបកស្រាយបានច្រើនអញ្ចឹងតែហាឌីសទាំងអស់នោះខ្ញុំមិនបានលើកឡើងនៅក្នុងកម្មវិធីមួយនេះទេអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នាខិតខំប្រឹងប្រែងកុំគិតថាយប់ទី27កុំគិតថាយប់សេះយប់ដែលមានតួលេខសេះអញ្ចឹងយើងទាំងអស់គ្នាប្រឹងពេលដែលយើងចាប់ផ្ដើមពីថ្ងៃទី21មិនថាយើងចូលនៅក្នុង10ថ្ងៃចុងក្រោយគឺយើងនាំគ្នាប្រឹងលើសពីពេលដែលយើងប្រឹងពីដើមខែមកសង្ឃឹមថាយើងនឹងបានជួបនៅយប់មួយនោះជាមិនខានបាទអរគុណច្រើនបាទបងប្អូនទស្សនិកជនដែលកំពុងតាមដានកម្មវិធីយល់ដឹងពុទ្ធសាសនានិងអ៊ីស្លាមសាសនានៅពេលនេះដោយសារតែអូស្តាសបានលើកឡើងមិញហើយនឹងខ្ញុំសង្ខេបបានខ្លះនៅចំណុចដែលសំខាន់នៅក្នុងយប់ចុងក្រោយនៃខែរ៉ាម៉ាឌននេះទី1គឺយប់នេះមួយគឺបើសិនជាអ្នកទាំងអស់គ្នាបានធ្វើអាម៉ាលីបេតាត់នៅក្នុងនឹងមួយយប់គឺបាន1000ខែស្មើនឹង83ឆ្នាំ4ខែ4ខែដែលយើងធ្វើអាម៉ាលីបេតាត់ពេញទី2គឺមានការនៅក្នុងយប់ឡៃឡាតុលកដរនឹងដែរគឺជាយប់ដែលគេបញ្ចុះគម្ពីរអល់កុរអានតែហ្នឹងហើយទី3គឺយប់ឡៃតុលកដរគឺមានតែសម្រាប់អ៊ុម៉ាត់មូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគេថាអ៊ុម៉ាត់មុនមានថាអ្នកចំនួនមុនដូចជាចំនួនអ៊ីសានៅពីនោះអត់មានទេយប់ឡៃតុលកដរតែស្តាសម្រាប់ឡៃឡាតុលកដរយប់ឡៃតុលកដរនេះគឺមានថាបើយើងនិយាយមកគឺសម្រាប់អ៊ុម៉ាត់មូហាម៉ាត់នេះគឺជាករណីពិសេសហ្មងករណីពិសេសចុះឲ្យអ៊ុម៉ាត់មុនមកគឺមានដែរឬក៏អត់ដែរទៅនឹងអ៊ុម៉ាត់មុនវ៉ាឡោះអាឡាមគឺដូចជាមានសេចក្តីរាយការណ៍ណាមួយជាក់លាក់អំពីរឿងនោះទេហើយនឹងទី3គឺផុសតាំងយប់ឡៃតុលកដរហ្នឹងគឺមានខ្លះមាន25ទស្សនៈដែលអាងទៅតា25នឹងបាទហើយមានខ្លះគឺ46ទស្សនៈ46ហើយនឹងមួយទៀតគឺដល់50ឯណាអញ្ចឹង50ទស្សនៈអញ្ចឹងវាច្រើនពេកក៏ប៉ុន្តែទស្សនៈដែលត្រឹមត្រូវមានគេពេញនិយមច្រើនគឺយប់ដែលសេះមានតែយប់21 23 25 27និង29ទស្សនៈមួយនេះល្បីនៅហ្នឹងហើយល្បីនឹងទស្សនៈដែលពិសេសជាងនឹងទៀតគឺ27ដែលល្បីខ្លាំងនៅប្រទេសយើង
hay đời xa kia là bấy nó cứ đời xa ta nẹ prai rồi có ulama Ibn Hajar này tạm đòn làក្នុងប្រវត្តិសាស្ត្រ Islam របស់យើង ហើយនៅចុងក្រោយគឺមានតែសិទ្ធិ Islam ទាំងអស់មានតែយើងខិតខំប្រឹងប្រែងធ្វើអាម៉ាល់អ៊ីបាតាត់ឬក៏សូត្រធម៌នៅក្នុង10យុគចុងក្រោយនេះតែម្ដងសូម្បីតែពីបន្តក៏គាត់ផឹងប្រែងយុគចុងក្រោយទៅប្រពន្ធហើយនឹងអ៊ុម៉ាត់របស់គាត់ឲ្យធ្វើយ៉ាងណាប្រឹងប្រែងនៅក្នុងខែរ៉ម៉ាដននេះតែម្ដងហើយបងប្អូនទស្សនិកជនដែលកំពុងតាមដានកម្មវិធីព្រះពុទ្ធសាសនានិងអ៊ីស្លាមសាសនាជាទីគោរពរាប់អានហើយយើងនឹងឈានដល់សំណួរមួយដែលមានទី3គឺតើយើងអាចសម្គាល់បានដែរឬទេចំពោះឡៃឡាតុលកតារមានថាមានសញ្ញាអីខ្លះដែលអាចឲ្យយើងសម្គាល់ថាយប់នេះគឺជាយប់ឡៃឡាតុលកតារអូស្តាហ្នឹងហើយហ្នឹងចូលសូមអូស្តាដើម្បីបង្ហាញថាតើចំណុចអ្វីខ្លះដែលបញ្ជាក់ថាយប់ឡៃឡាតុលកតារបាទអរគុណច្រើនសម្រាប់ទួនបាទអញ្ចឹងអัลហាំឌុលីឡាតទៅសំណួរមួយទៀតដែលតកតងនឹងតើយប់ឡៃឡាតុលកតារនោះមានសញ្ញាអ្វីខ្លះដែលយើងអាចសម្គាល់បានអញ្ចឹងយើងដឹងហើយថាកលឬក៏ទស្សនៈដែលលើកឡើងអំពីយប់ឡៃឡាតុលកតារនោះគឺមានភាពច្បាស់លាស់នោះទៅគឺសំខាន់គឺស្ថិតនៅក្នុងអំឡុងពេល10យប់ចុងក្រោយនៅក្នុងខែរ៉ម៉ាដនអញ្ចឹងបើយើងប្រឹងនៅក្នុងយប់នោះគឺយើងនឹងអាចជួបហើយមួយទៀតតកតងនឹងសញ្ញាតកតងនឹងសញ្ញានេះគឺយើងគិតមើលបុគ្គលម្នាក់នៅពេលដែលគាត់ខំប្រឹងប្រែងនៅពេលដែលគាត់ខំប្រឹងប្រែងធ្វើអ៊ីបាដាតអញ្ចឹងនៅក្នុងអំឡុងពេលនោះគាត់ពេលខ្លះអល់ឡោះស៊ុបហានាហ៊ូវតាអាឡានឹងបើកឱកាសឲ្យគាត់ឃើញនិមិត្តសញ្ញាដែលពេលខ្លះអាចឲ្យគាត់មកថារំភើបសប្បាយចិត្តដោយការឃើញសញ្ញាទាំងអស់នោះអញ្ចឹងនៅក្នុងសញ្ញានោះគឺមានសេចក្តីរាយការណ៍អំពីនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមគឺមានពីរប្រភេទទី1មានន័យថាពេលដែលយើងកំពុងទៅនៅក្នុងពេលនោះតែម្ដងសញ្ញាមានថាសញ្ញាដែលយើងកំពុងតែនៅយប់នោះនៅយប់ឡៃតុលកតារតើមានសញ្ញាអីក្នុងយប់នោះតែម្ដងអញ្ចឹងសញ្ញាក្នុងពេលកំពុងតកើតនោះគឺដូចជាមានហាឌីសខ្លះដែលរាយការណ៍ដោយអ៊ីម៉ាមអាហ្មាត់អំពីនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមដែលលើកឡើងអំពីភិនភ័ក្រឬក៏សញ្ញានៅក្នុងយប់នោះដោយនៅក្នុងនោះបញ្ជាក់ថាគឺជាយប់មួយដែលសាហ្វីយ៉ាមានថាមេឃនៅក្នុងយប់នោះគឺមានថាសាហ្វីយ៉ាមានថាថ្លាមានថាមេឃស្រឡះហើយមានភាពស្ងាត់ស្ងៀមមានថាស្ងៀមស្ងាត់នៅក្នុងយប់នោះដូចគ្នារីឯអាកាសធាតុវិញមិនត្រជាក់ពេកហើយក៏មិនក្តៅពេកហើយមួយទៀតលក្ខណៈដែលនៅក្នុងយប់នោះគឺមានសំបីតែពពួកតារាមានថាផ្កាយទាំងអស់នោះគឺអត់មានទេពសយុទ្ធទេអត់មានភ្លឺខ្លាំងឬក៏មានថាផ្កាយដែលគេយើងថាទេពសយុទ្ធតែងតែបាញ់ពពួកនេះពពួកនោះណាអញ្ចឹងយប់នោះគឺអត់មានទេនោះគឺជានិមិត្តសៃតានហេសៃតានដែលផ្កាយនៅភាសាចាំថាតុស្រាហ្នឹងហ่าតុស្រាផ្កាយអញ្ចឹងមិនថាយប់នោះគឺអត់មានទេសកម្មភាពនឹងបាទដោយសារយប់នេះគឺជាយប់មួយដែលល្អប្រពៃហើយពេលវេលានោះគឺមិនថារក្សារហូតដល់វក្តោស៊ូបនេះគឺជានិមិត្តសញ្ញាខ្លះដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមដែលយើងទទួលបានហាឌីសរាយការណ៍ពីអ៊ីម៉ាមអាហ្មាត់អញ្ចឹងនៅក្នុងយប់នោះគឺមានថាភិនភ័ក្រនៅក្នុងយប់នោះគឺចឹងហើយអ្នកដែលទទួលរសជាតិបែបនោះគឺមិនមែនគ្រប់រូបទេជួនកាលអាចអ្នកខ្លះគាត់មានអារម្មណ៍ដោយខ្លួនឯងហើយពេលខ្លះដោយសារដោយលើកពីខាងដើមថាអល់ឡោះស៊ុបហានាហ៊ូវតាអាឡាចង់ដូចជាលើកទឹកចិត្តរបស់គាត់ឲ្យគាត់ដឹងថាយប់នោះគាត់ធ្វើត្រូវនឹងយប់ឡៃតុលកតារហើយគាត់មានអារម្មណ៍ថាសប្បាយរីករាយនឹងខំប្រឹងហើយនេះគឺជាការតៅហ្វីកមួយអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអញ្ចឹងការចង្ហុលបង្ហាញសម័យតាមផ្លូវចិត្តក៏អល់ឡោះស៊ុបហានាហ៊ូវតាអាឡាឲ្យតម្លៃនិងលើកតម្កើងអ្នកដែលខំប្រឹងប្រែងនោះដែរតែសំសួរមួយតើតង់មួយមកថាយើងឧទាហរណ៍ថាយើងមានចិត្តថាឃើញអញ្ចឹងយើងអាចប្រាប់គេអ្នកផ្សេងបានទេមានអ៊ុលម៉ាអាទេសឬក៏ជំរុញឲ្យអ្នកផ្សេងឬក៏ក្រុមគ្រួសារឬក៏សិទ្ធិញាតិយើងបានដែរទេនៅពេលដែលយើងមានអារម្មណ៍អញ្ចឹងតើគុំវាយ៉ាងម៉េចដែរនៅក្នុងហ្នឹងបើសិនជាយើងប្រាប់នៅពេលដែលយើងដឹងចំណុចហ្នឹងកន្លែងហ្នឹងឯងដែលយើងថានៅពេលដែលយើងដឹងថាយើងអាចថាជួបយប់ដែលតុលកតារមិនថាដូចថាលើពីដើមថាមិនមែនតែគ្រប់រូបទេគឺយើងអាចមានបុគ្គលប៉ុន្តែនៅពេលដែលយើងដឹងថាយប់នេះយប់ដែលតុលកតារយើងអាចជំរុញអ្នកផ្សេងប្រាប់អ្នកផ្សេងពីព្រោះដើម្បីមិនចង់បានល្អតែយើងអ្នកឯងទេគឺយើងអាចប្រកាសដល់អ្នកដទៃដូចជាមានសេចក្តីរាយការណ៍មួយអំពីអាយសារ៉ាឌីយ៉ាឡោះអានហាដែលគាត់លើកឡើងដែរថានៅពេលដែលគាត់នៅក្នុងយប់នោះហេតុការណ៍ក្នុងយប់គាត់ថាមានអារម្មណ៍ថាយប់នេះជាតែតើគាត់គួរធ្វើយ៉ាងណាបាទស្តាគាត់គួរសុំអ្វីអំពីអល់ឡោះ
អញ្ចឹងនប៊ីយើងសល្លឡោះអាឡៃហ៊ីវសឡាមប្រាប់ទៅដល់ភារយារបស់លោកថាម៉េចថាសូមឲ្យយើងទៅអាថាអល់ឡោហ៊ុមម៉ាអ៊ីនណាកាអាហ្វូវ៉ុនទូហ៊ីបុលអាហ្វវ៉ាហ្វាហ្វូអាននីអញ្ចឹងទូអាមួយនេះគឺអ្នកអ៊ីស្លាមយើងតែងតែទន្ទិញវាសឹងថាគ្រប់រូបបាទទន្ទិញចាំមកដោយសារយើងត្រៀមលក្ខណៈដល់ពេលដែលយើងមានអារម្មណ៍ថាយើងនៅក្នុងជប់នោះគឺយើងសុំទូអាមួយនេះដោយសុំទូអាមួយនេះមិនថាមានអត្ថន័យថាម៉េចអល់ឡោះណាទ្រង់ជាអ្នកដែលមានចិត្តសន្តោសប្រណីបាទចូលចិត្តការអភ័យទោសនិងការសន្តោសប្រណីសូមទ្រង់អភ័យទោសឬក៏សន្តោសប្រណីដល់រូបខ្ញុំផងចុះអញ្ចឹងមានថានេះជាការបង្រៀនរបស់នប៊ីដោយសហការជាមួយភរិយារបស់លោកអញ្ចឹងមានថាការបង្រៀនមួយនេះចង់ឲ្យយើងទាំងអស់គ្នាយកតម្រាប់តាមដូចគ្នានៅពេលដែលយើងខ្លួនឯងមានអារម្មណ៍ថាយើងនៅក្នុងជប់នោះពីព្រោះដោយថាយើងអ្នកធ្វើអាម៉ាលអ៊ីបាដាតច្រើនអល់ឡោះស៊ុបហានវតាឡាឲ្យយើងមានអារម្មណ៍ថាយើងកំពុងនៅក្នុងជប់នោះយើងក៏អាចផ្ដល់ដំណឹងនេះដល់អ្នកផ្សេងដើម្បីឲ្យអ្នកផ្សេងធ្វើអ៊ីបាដាតដូចយើងដែរកុំឲ្យពួកគាត់ខាតបាទពិសេសពេលខ្លះពួកគាត់មិនថាធ្វើប្រហែលមួយពេលអីចឹងទៅបើយើងអត់បានរំលឹកពួកគាត់ធ្វើឲ្យពួកគាត់ខាតអញ្ចឹងសញ្ញានេះដូចគ្នាដែរនៅពេលដែលយើងដឹងទៅពេលដែលយើងទទួលបានមានថាធ្វើឲ្យយើងអ្នកដែលធ្វើអាម៉ាលអ៊ីបាដាតមានថាសប្បាយរីករាយដូចហើយគាត់មានថាតៅហ្វីកពីអល់ឡោះស៊ុបហានវតាឡាដែលធ្វើឲ្យគាត់មិញហ្នឹងគឺបានធ្វើអ៊ីបាដាតនៅក្នុងយប់ដ៏ពិសេសមួយនោះបាទហើយមានសញ្ញាមួយទៀតគឺសញ្ញាពេលដែលរួចផុតពីហ្នឹងគាត់ថាពេលយប់យើងអត់បានដឹងទេប៉ុន្តែនៅពេលព្រឹកយើងអាចសង្កេតមើលនៅពេលព្រឹកនៅពេលថ្ងៃរះអញ្ចឹងនៅពេលថ្ងៃរះដូចមានហាឌីសដែលរៀបអំពីឧបៃបិនកាអាប់ដែលលើកឡើងអំពីនិមិត្តសញ្ញាឬក៏សញ្ញាដែលតកតងនឹងយប់ដែលកតារពេលនោះនប៊ីសល្លឡោះអាឡៃហ៊ីវសឡាមក៏បានប្រាប់អំពីសញ្ញាគេថានៅពេលព្រឹកអានតតលូអាឆាំសពីសាប៊ីហាទីនយ៉ូមីហាបៃដាឡាឈូអាអាឡាហាហាឌីសនេះរៀបការដោយអ៊ីម៉ាមមូស្លីមអញ្ចឹងមានន័យថានៅក្នុងអំឡុងពេលព្រឹកនៅពេលដែលថ្ងៃរះជាធម្មតាគឺមានរស្មីនៃពន្លឺថ្ងៃដែលរះមកជាទូទៅប៉ុន្តែនៅព្រឹកមួយនោះមិនថានៅព្រឹកដែលយប់នោះឡៃលតុលកតារព្រឹកនោះគឺមិនថាពេលដែលថ្ងៃរះគឺមិនថាស្រមោលនៃរស្មីហ្នឹងគឺអត់សាចចេញមកក្រៅទេមិនថាមិនទៅចេញមិនថាចេញមកគឺលក្ខណៈសកមមានថាស្តៀងទៅនឹងខែបាទតាមិនស្តៀងទៅនឹងព្រះអាទិត្យទេដោយសារអារស្មីពីដំបូងធម្មតាចេញមកគឺអត់ពន្លឺទេអញ្ចឹងអារស្មីអាពន្លឺដែលចេញមកពីដំបូងនោះគឺអត់ខ្លាំងទេនេះគឺជាសញ្ញាមួយនៅក្នុងសញ្ញាដល់ពេលដែលយប់នោះកើតហើយពេលព្រឹកគឺសម្បីតែពេលព្រឹកក៏មានអារម្មណ៍ថាប្លែកខុសពីធម្មតាដែរបាទអញ្ចឹងនេះធ្វើឲ្យអ្នកដែលអត់បានខំប្រឹងប្រែងនៅយប់នោះគឺអាចមានការសោកស្ដាយខ្លាំងអញ្ចឹងហូបពេលមិនថាហូបពេលសោកស្ដាយនេះខ្លះអំពីនិមិត្តសញ្ញាដែលយើងទទួលបានអំពីហាឌីសសូហេឬឯសញ្ញាផ្សេងទៀតដែលមានអ្នកនេះលើកអ្នកនោះលើកឡើងមានហាឌីសខ្លះគឺអត់ត្រឹមត្រូវទេវ៉ាឡោះអាឡាំបាទបងប្អូនទស្សនិកជននិងបងប្អូនសាសនិកអ៊ីស្លាមទីគោរពរាប់អាននឹងឯកសារសំណួររបស់ឧស្តាសសូស្តាស្មាញ់គឺមានពីរចំណុចដែលឧស្តាសបានសង្ខេបមិញគឺទី1គឺនៅក្នុងយប់សញ្ញានៃយប់ឡៃលតុលកតារនោះគឺមេឃស្រឡះហើយនឹងភាពស្ងប់ស្ងាត់ហើយនឹងពពួកមកថាបកាយដែលបាញ់មកថាពពួកចិនឬក៏ពួកអីហ្នឹងគឺអត់មានទេហើយទេគេរាយការណ៍ដោយអ៊ីម៉ាមអាហ្មាត់ហើយទី2គឺពេលព្រឹកមើលថាព្រលឹមឡើងមានថាព្រលឹមឡើងគឺមានថាព្រះអាទិត្យដែលរះមកហ្នឹងគឺអត់មានកម្ដៅខ្លាំងទេវាហាក់ដូចជានៅអត់សូវក្ដៅមានថាវាដូចជានៅដូចឧស្សាហ៍លើមិញតែដូចជាប្រខែនឹងអត់ចាញ់ចាំងទេអត់ចាប់ភ្នែកហើយអត់សូវក្ដៅខុសពីថ្ងៃធម្មតាបាទពេលនេះហើយនឹងជាបងប្អូនទស្សនិកជនដែលកំពុងតាមដានកម្មវិធីព្រះពុទ្ធសាសនានិងឥស្លាមសាសនានិងបងប្អូនសាសនិកឥស្លាមទីគោរពរាប់អានហើយថាមុននឹងចូលសំណួរទី4តើយើងត្រៀមលក្ខណៈដូចម្តេចខ្លះដើម្បីជប់ឡៃលតុលកតារជាសំណួរចុងក្រោយហ្នឹងហើយស្តាអញ្ចឹងតើយើងមានត្រៀមលក្ខណៈអីខ្លះដើម្បីយើងធ្វើយើងធ្វើហ្នឹងយើងធ្វើដើម្បីត្រៀមលក្ខណៈសម្រាប់យប់ឡៃលតុលកតារមិនថាយើងធ្វើអាម៉ាល់អីខ្លះនៅក្នុងហ្នឹងមិនថាយើងនេះហើយឬក៏យប់ចុងក្រោយនេះយប់10ថ្ងៃចុងក្រោយនេះបាទស្តាហ្នឹងចឹងអល់ហាំឌុលីឡានឹងតទៅសំណួរមួយទៀតអញ្ចឹង
ក៏សូមថ្លែងអំណរគុណដល់ទស្សនិកជនទាំងអស់ដែលកំពុងតាមដានស្ដាប់នៅក្នុងកម្មវិធីមួយនេះសង្ឃឹមថាយើងទទួលបានផលប្រយោជន៍អំពីកម្មវិធីមួយនេះអញ្ចឹងនៅក្នុងអំឡុងពេល10ជិបចុងក្រោយនេះតើយើងគួរធ្វើអ្វីខ្លះយើងត្រៀមលក្ខណៈយ៉ាងម៉េចដើម្បីឲ្យការធ្វើអ៊ីបាដាតរបស់យើងគឺទទួលបានជោគជ័យធំបំផុតអញ្ចឹងយើងអាចសង្កេតទៅមើលទង្វើរបស់ជាការីយើងមូហាម៉ាត់ឬក៏រ៉ាសូលយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំតើគាត់បានបង្រៀនយើងទាំងអស់គ្នាយ៉ាងដូចម្ដេចអញ្ចឹងបើយើងសង្កេតមើលទៅសកម្មភាព10ជិបចុងក្រោយរបស់ជាការីរបស់ឬក៏យើងអាចនិយាយថារបស់រ៉ាសូលយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំយើងនឹងឃើញសកម្មភាពមួយដែលគាត់ធ្វើនៅអំឡុងពេល10ជិបចុងក្រោយនៅក្នុងខែរ៉ាម៉ាឌននោះគឺអ៊ីទីកាហ្វអ៊ីទីកាហ្វនៅក្នុងភាសាអារ៉ាប់ឬក្នុងភាសាយើងអាចនិយាយបានថាពាក្យថាអ៊ីទីកាហ្វនេះមានន័យថាការដែលយើងការដែលយើងតាំងខ្លួនឬការដែលយើងភ្ជាប់ខ្លួនរបស់យើងទៅនឹងអ្វីមួយឲ្យជាក់លាក់ឬក៏ឲ្យនឹងនៅឬភាសានៅក្នុងអ៊ីស្ទីឡារបស់អ៊ីស្លាមគឺមានន័យថាការដែលយើងយកខ្លួនរបស់យើងឲ្យនៅក្នុងមស្ជីដមានថាការដែលយើងប្រកល់ខ្លួនរបស់យើងការដែលយើងឃុំខ្លួនរបស់យើងនៅក្នុងមស្ជីដដោយមានការនៀតមានថាការតាំងចិត្តដើម្បីបញ្ជិតខ្លួនរបស់យើងទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាមិនថាពេលយប់ឬក៏ពេលថ្ងៃអញ្ចឹងនៅក្នុងអ៊ីទីកាហ្វនេះជាសុណាស់មួយរបស់សុណាស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាមគឺនប៊ីយើងគាត់អ៊ីទីកាហ្វរាល់ឆ្នាំមិនថាឲ្យតែខែរ៉ាម៉ាឌនមកគឺគាត់ធ្វើលើកលែងតែឲ្យគាត់អ៊ីទីកាហ្វនោះទៀតគឺអ៊ីទីកាហ្វនៅក្នុង10ថ្ងៃចុងក្រោយនៃខែរ៉ាម៉ាឌនលើកលែងតែឆ្នាំដែលគាត់មិនថាទទួលមរណភាពឆ្នាំចុងក្រោយនោះគាត់ធ្វើរហូតដល់ទៅ20ថ្ងៃអូច្រើនមិនថាគាត់ធ្វើរហូតដល់ទៅ20ថ្ងៃ20ថ្ងៃនៃខែរ៉ាម៉ាឌនមានតែ10ហើយហ្នឹងហើយមកចូលថ្ងៃទី10ផុតពី10គាត់អ៊ីទីកាហ្វយកតែម្ដងបាទអូស្តាហើយនៅក្នុងបំណងអ៊ីទីកាហ្វនេះគឺការដែលយើងអ៊ីទីកាហ្វគឺដើម្បីឲ្យចិត្តរបស់យើងព្រមទទួលយកនៅការតអាត់ទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាណាព្រមទទួលយកការលះបង់ពេលវេលារបស់យើងដើម្បីតអាត់ទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាហើយមួយទៀតគឺការដែលធ្វើឲ្យចិត្តគំនិតរបស់យើងហើយនឹងខ្លួនប្រាណរបស់យើងហ៊ានលះបង់ទទួលការលះបង់មួយពីព្រោះធម្មតាមនុស្សយើងនៅក្នុងពេលធម្មតាគឺការលះបង់នេះគឺលោកត្រាតែមានការសម្រេចចិត្តខ្ពស់ដូចថា10ថ្ងៃនេះគឺមិនថាយើងលះបង់ផ្សេងច្រើនដោយសារតែការអតិកោសនេះគឺមានហុកមរបស់វាប៉ុន្តែបើសិនជាមនុស្សដែលគិតទៅពីរឿងលោកីរឿងសង្គមរបស់គាត់រឿងគ្រួសាររបស់គាត់មិនថាគាត់នៅគិតច្រើនអញ្ចឹងគាត់ពិបាកក្នុងការសម្រេចចិត្តមួយនេះអញ្ចឹងបំណងនៃការអតិកាហ្វគឺចឹងឯងហើយមួយទៀតគឺការបញ្ជិតខ្លួនរបស់យើងទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាណាដោយឲ្យយើងត្រៀមលក្ខណៈដែលយើងថានៅក្នុងខែរ៉ាម៉ាឌនគឺយើងធ្វើអ៊ីបាដាតអញ្ចឹងយើងត្រូវកាត់ផ្ដាច់រឿងរវល់របស់យើងខាងក្រៅណារឿងសង្គមរឿងគ្រួសាររឿងអីផ្សេងហ្នឹងគឺឲ្យយើងកាត់ផ្ដាច់ក្នុងអំឡុងពេល10ថ្ងៃហ្នឹងអញ្ចឹងដើម្បីឲ្យយើងទទួលបានការធ្វើអ៊ីបាដាតមួយដែលពេញលក្ខណៈទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាហើយខ្លះនៅក្នុងនោះគឺយើងត្រូវដឹងដែលថាការអតិកោសនេះមិនមែនតែត្រឹមតែអ៊ុម៉ាត់មូហាម៉ាត់ទេបាទសុណាស់មួយនេះគឺសំបីតែអ៊ុម៉ាត់ពីដើមក៏មានដែរដូចជាអល់ឡោះស៊ុបហានាហ៊ូវតាឡាបានលើកនៅក្នុងសូរ៉ាអលបាការ៉ាថាម៉េចអានតាហ៊ីរ៉ាបៃទីលីតអ៊ីហ្វីនវលអាគីហ្វីនវររុកអ៊ីស៊ូជូដអញ្ចឹងអាយ៉ាតនេះគឺសំដៅទៅលើនប៊ីអ៊ីប្រាហ៊ីមហើយនប៊ីអ៊ីស្ម៉ាអែលដែលទាំងពីរនាក់ពុកកូននេះជាអ្នកដែលសាងសង់កាបាអញ្ចឹងអល់ឡោះស៊ុបហានាហ៊ូវតាឡាប្រើឲ្យប្រកបទាំងពីរនេះគឺសម្អាតកាបាសម្រាប់អ្នកណាគឺសម្រាប់អ្នកដែលមកតវ៉ាហ្វជុំវិញកាបាហើយសម្រាប់អ្នកដែលមកអតិកោហ្វនៅក្នុងមស្ជីដនៅក្នុងវិហារដែលមានកាបានោះហើយសម្រាប់អ្នកដែលរកូវសុជូតមិនថាអ្នកដែលមកសាឡាតនៅកន្លែងហ្នឹងអញ្ចឹងឲ្យសម្អាតទីធ្លានឹងឲ្យស្អាតអញ្ចឹងនេះគឺជាចំណុចដែលយើងនិយាយអំពីអតិកោហ្វដែលជាសុណាស់មួយនៅក្នុងចំណោមសុណាស់របស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាមប៉ុន្តែយើងជាអ្នកជាសាសនិកអ៊ីស្លាមដែលនៅក្នុងស្រុកខ្មែរយើងនេះគឺតិចណាស់ដែលធ្វើវាបានដោយសារយើងនៅជាប់ដៃនៅរឿងផ្សេងដែលយើងថារឿងលោកីរបស់យើងនេះអញ្ចឹង
ដូចជាហាឌីសមួយរបស់នប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមដែលអាសាបានរាយការណ៍គាត់ថានប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមគឺអ៊ីតិកាហ្វនៅពេល10យប់ចុងក្រោយនៅក្នុងខែរ៉ាម៉ាដនរហូតដល់គាត់ទទួលមរណភាព អញ្ចឹងមានថាការអេតកម្មនោះគឺទាំងស្រីទាំងប្រុស ទាំងស្រីទាំងប្រុសបាទ កំតែតាទាំងស្រីគេអេតកម្មនៅក្នុងមស្ជីតដែរឬក៏នៅក្នុងផ្ទះ នៅមស្ជីតអ៊ីនសាអល់ឡោះទៀតយើងនឹងលើកអំពីលក្ខណៈដែលយើងលក្ខខណ្ឌដែលយើងត្រូវអតិកាហ្វអ្វីខ្លះដែលយើងគួរធ្វើនៅពេលយើងអតិកាហ្វ បាទ បើយើងធ្វើបំរាមអ្វីខ្លះដែលយើងត្រូវគួរជៀសវាង បាទបាទអូស្តាតហ្នឹង អញ្ចឹងដោយលើកពីដើមអញ្ចឹងថានប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមអតិកាហ្វនៅដល់យប់ចុងក្រោយរហូតដល់គាត់ទទួលមរណភាពលើកលែងតែឆ្នាំមួយគឺឆ្នាំដែលគាត់ទទួលមរណភាពនោះគឺគាត់អតិកាហ្វលើសពីធម្មតាលើសពីឆ្នាំធម្មតាដែលគាត់រហូតដល់ទៅ20ថ្ងៃនោះរីឯលក្ខខណ្ឌសម្រាប់អ្នកអតិកាហ្វយើងនឹងលើកពីលក្ខខណ្ឌដែលអ្នកត្រូវអតិកាហ្វគឺត្រូវទៀមទាអ្នកនោះជាអ្នកអ៊ីស្លាមទី2អ្នកនោះជាអ្នកដែលមានសតិគ្រប់ទី3អ្នកនោះជាអ្នកដែលមានការចេះគិតមានថាការចេះគិតកន្លែងនេះមានថាមិនមែនជាអ្នកដែលគ្រប់អាយុទេមិនចាំបាច់គ្រប់អាយុទេគ្រាន់តែក្មេងដែលអាចចេះគិតដឹងខុសត្រូវគឺអាចអតិកាហ្វបានទី4គឺសម្រាប់ស្ត្រីនេះគឺមានលក្ខខណ្ឌពិសេសមួយគឺលុះត្រាតែគាត់បើចង់ធ្វើអតិកាហ្វនៅក្នុងមស្ជីតលុះត្រាតែសុំការអនុញ្ញាតពីប្តីរបស់គាត់ពីស្វាមីរបស់គាត់បាទបើសិនជាគាត់ចង់ទៅអតិកាហ្វនៅក្នុងជាមួយនឹងគេដែរហើយមួយទៀតការអតិកាហ្វនេះគឺត្រូវធ្វើនៅក្នុងមស្ជីតមិនថាស្រីមិនថាប្រុសហើយអតិកាហ្វនោះទៀតដូចជាម៉ាថាប់អប៊ូហានីហ្វាម៉ាថាប់ផ្សេងទៀតគឺគ្រប់គ្រងនៅទស្សនៈមួយដែលថាម៉េចអតិកាហ្វត្រូវតែជាមស្ជីតដែលគេសាឡាត5វ៉ាក់តូយ៉ាងបរិយាម5វ៉ាក់តូសម្ញាំបរិយាម5វ៉ាក់តូក្នុងមស្ជីតហើយមស្ជីតនោះទៀតបរិយាម5វ៉ាក់តូប៉ុន្តែបើមស្ជីតនឹងអត់ធ្វើជំអាតក៏អត់អីដែរក៏អាចអេតកម្មបានអេតកម្មបានគាត់ថាល្អបំផុតគួរតែមស្ជីតនឹងទៀតមស្ជីតដែលគេសម្ញាំជំអាតប៉ុន្តែបើអត់ទេគឺឲ្យតែមស្ជីតនោះសម្ញាំ5ពេលគឺយើងអាចធ្វើបានដូចជានៅស្រុកខ្មែរយើងដូចជាសូរ៉ាវនេះភាសាអារ៉ាប់គេហៅមស្ជីតគេហៅមស្ជីតឲ្យតែសម្ញាំ5វ៉ាក់តូជាប់គេឲ្យឈ្មោះថាមស្ជីតប៉ុន្តែមស្ជីតនេះមិនមែនមស្ជីតធំទេគេហៅមស្ជីតតូចអញ្ចឹងភាសាអារ៉ាប់គេមស្ជីតដែរតែមិនមែនមស្ជីតដែលធំតែធ្វើចំអាត់ហ្នឹងហើយបើមូសាឡានៅស្រុកគេកន្លែងសូរ៉ាដែលគេហៅយើងភាសាយើងតែងតែហៅសូរ៉ាមូសាឡាកន្លែងគេគឺអាចជា2វ៉ាក់តូ3វ៉ាក់តូ2ពេល3ពេលដូចយើងក្នុងសាលាគេសម្ញាំគេសាឡាត់នៅពេលថ្ងៃម៉ោងដែលសិស្សរៀនអញ្ចឹងពេលដែលសិស្សអត់រៀនទេសិស្សទៅផ្ទះគេអត់សញ្ញាគេបិទទ្វារហ្នឹងគេហៅមូសាឡាអាហ្នឹងអត់ទេអាហ្នឹងភាសាគឺប្រើខុសគ្នាប៉ុន្តែយើងនេះគេដោយសារភាគដើមមកយើងតែងតែហៅសូរ៉ាអញ្ចឹងសូរ៉ារហូតអញ្ចឹងហើយលក្ខខណ្ឌមួយទៀតទី7គឺត្រូវតែស្អាតអំពីហាឌីសធំនេះគឺហាឌីសដែលត្រូវងូតទឹកចាំបាច់ហើយនឹងទី8គឺនៀតហើយនៀតនេះគឺយើងអាចខានបានទេគ្រប់អ៊ីបាដាតទាំងអស់គឺសាសគឺដោយសារតែការនៀតហើយនៅក្នុងនោះដែរគឺមានការអតិកាហ្វគឺទៀមទាឲ្យយើងអតិកាហ្វនៅក្នុងពេលណាមួយមិនថាអតិកាហ្វពេលវេលារបស់យើងគឺគេអត់កំណត់ថាច្រើនប្រហែលថ្ងៃប្រហែលយប់ទេគ្រាន់ថាបើយើងល្អអតិកាហ្វនៅក្នុងរ៉ាម៉ាដននេះគឺ10ថ្ងៃប៉ុន្តែបើយើងអត់អាច10ថ្ងៃទេគឺពេលវេលាដែលអតិកាហ្វតិចបំផុតនោះគឺអ៊ូឡាម៉ាគាត់ថា1ថ្ងៃឬក៏1យប់មិនថាតិចបំផុតដោយសារគេអត់កំណត់ទេគាត់ណាកុំឲ្យតិចចឹងហ្នឹងពីព្រោះការដែលប្រើវគ្គអតិកាហ្វគឺមានពេលវេលាច្បាស់លាស់របស់គេអញ្ចឹងពេលវេលាតិចបំផុតគឺ1ថ្ងៃឬក៏1យប់នឹងឯងអត់មានអីចឹងទេអញ្ចឹងការកំណត់ពេលដែលថាតិចបំផុតឬក៏ច្រើនបំផុតនោះគឺអត់មានការកំណត់ច្បាស់លាស់ទេអញ្ចឹងយើងចង់ប៉ុន្មានថ្ងៃក៏ប៉ុណ្្នឹងថ្ងៃទៅឲ្យយើងធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងព្រោះនោះជាសុណិតហើយមួយទៀតពេលវេលានៃការអតិកាហ្វដែលយើងចាប់ដើមចូលអតិកាហ្វតែយើងចាប់ដើមអតិកាហ្វពេលណានៅក្នុងខែរ៉ាម៉ាដនករណីដែលយើងនិយាយមិញមិនថាទូទៅមិនថាជួនកាលខែខ្លះថ្ងៃខ្លះដែលយើងគិតថាចង់អតិកាហ្វមួយយប់ចង់អតិកាហ្វមួយថ្ងៃអានឹងយើងអាចធ្វើបានខែធម្មតាប៉ុន្តែសម្រាប់អតិកាហ្វនៅក្នុងខែរ៉ាម៉ាដននេះគឺអ៊ូឡាម៉ាមានការខ្វែងគំនិត2នៅក្នុងពេលចាប់ដើមដល់កលទី1ទស្សនៈទី1គាត់និយាយថាម៉េចគឺចាប់ដើមក្រោយពីមុននឹងថ្ងៃលិចនៅថ្ងៃទី21មុនថ្ងៃលិចថ្ងៃទី21មិនថាមុនយើងស្រ័យបុស្សថ្ងៃទី21ហើយកលនេះគឺមានឯកភាពរវាងមធ្យមទាំង4បាទមានថាមធ្យមទាំង4គឺឯកភាពពីចាប់ដើម
មុនស្រែបុះ មុនស្រែបុះនៅក្នុងថ្ងៃទី21ហើយទស្សនៈទី2គឺការចាប់ដើមអតិកោសនោះគឺក្រោយពីយើងសំញ៉ាំងឬក៏សាឡាតស៊ូបោះនៅក្នុងថ្ងៃទី21មានន័យថាពេលដែលយើងនៀតបួសថ្ងៃទី21ហ្នឹងអញ្ចឹងមានថាយើងនៀតបួសថ្ងៃទី21ហ្នឹងហើយយើងសំញ៉ាំងស៊ូបោះហើយគេរាប់ពីបកតោស៊ូបោះហ្នឹងទៅហើយកលមួយនេះគឺមានរៀបមួយនៅក្នុងចំណោមរៀបរបស់អ៊ីម៉ាមអាហ្មាត់ដែលគាត់ឯកភាពនៅក្នុងទស្សនៈទី1នោះហើយក៏ទស្សនៈមួយនេះដែរគឺមានការគ្រប់គ្រងអំពីអ៊ីប៊ុនមុនហ្សាតឬក៏អ៊ីប៊ុនកាយីមឬក៏អ៊ីប៊ុនបាសរ៉ហ៊ីម៉ាហ៊ុមុលឡោះអញ្ចឹងមានថាកលទាំងពីរនេះគឺសុទ្ធតែមានឧលមាគាត់លើកឡើងប៉ុន្តែកលដែលមកថាប់ទាំង4ឯកភាពនោះគឺមានថាយើងធ្វើយ៉ាងម៉េចមុននឹងថ្ងៃលិចនៅថ្ងៃទី21រីឯពេលវេលាដែលចុងក្រោយមានថាគឺចុងបញ្ចប់នោះគឺមានថាក្រោយពីថ្ងៃលិចនៅថ្ងៃរយ៉ាមានថាថ្ងៃអាឃាតថ្ងៃចុងក្រោយបងអស់អញ្ចឹងថ្ងៃចុងក្រោយបងអស់អមយើងបួស29ថ្ងៃអញ្ចឹងថ្ងៃទី29នោះពេលយើងស្រែបួសហើយយើងអាចមកផ្ទះបានហើយអញ្ចឹងផុតទុំយើងស្រែបួសហើយយើងមកផ្ទះយើងមកផ្ទះថ្ងៃចុងក្រោយដែលហើយរយ៉ាហ្នឹងប៉ុន្តែពេលខ្លះយើងអត់ដឹងថារយ៉ាហ្នឹងដូចជាថ្ងៃទី29យើងអត់អាចចេញមកទេលុះត្រាតែយើងទទួលដំណឹងច្បាស់លាស់ថាយប់ស្អែកយើងរយ៉ាដោយសារយើងអត់ដឹងថាថ្ងៃរយ៉ាច្បាស់ហើយយើងអត់ដឹងច្បាស់ដោយសារថាយើងថ្ងៃនេះទៀមទាមើលការផ្សាយព័ត៌មានដោយសារពីថ្នាក់ដឹកនាំប៉ុន្តែបើថ្ងៃទី30បើបួសដល់30គឺយើងអត់ចាំស្ដាប់ព័ត៌មានអីទេគឺយើងដឹងថាថ្ងៃនេះគឺយើងថ្ងៃចុងក្រោយយើងអាចត្រឡប់មកផ្ទះបានបាទហើយអ្វីដែលអ្នកអេតិកាហ្វគួរធ្វើនោះគឺជាអ្វីដែលយើងត្រៀមនោះឯងគឺធម្មតាយើងនៅក្នុងខែរ៉ាម៉ាឌនគឺយើងប្រឹងប្រែងធ្វើអ៊ីបាដាតអញ្ចឹងអ្វីដែលយើងគួរធ្វើនោះគឺយើងបញ្ជាក់ខ្លួនទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាដោយយើងធ្វើអ៊ីបាដាតផ្សេងអញ្ចឹងនៅក្នុងយប់មួយនោះដែលយប់មួយនៅរឿងរាល់យប់ឬក៏រឿងរាល់ថ្ងៃដែលយើងនៅក្នុងអំឡុងពេលដែលយើងអេតិកាហ្វនេះគឺយើងធ្វើអ៊ីបាដាតដែលយើងចូលចិត្តពិសេសនៅក្នុងពេលយប់ដែលយើងទន្ទឹងរង់ចាំនោះគឺយប់ឡៃឡាតុលកាដារដែលយើងនិយាយពីដើមមកបាទប៉ុន្តែឧលាមាមួយចំនួនគាត់ណែនាំថានៅក្នុងយប់នោះយើងកុំធ្វើអ៊ីបាដាតតែមួយមុខណាជាក់លាក់យើងត្រូវបំបែកពេលវេលារបស់យើងឲ្យធ្វើអ៊ីបាដាតឲ្យបានច្រើនដូចជាយើងមានសូត្រកូរ៉ានយើងមានសូឡាតយើងមានទីគៀរមានអីផ្សេងឌូអាមានអីចឹងទៅមានតោប៉ាត់មានអីចឹងទៅយើងកុំថាខ្ញុំសំញ៉ាំងទៅពីដើមរហូតដល់ចប់មកយប់ទល់ភ្លឺគឺមានថាយើងបានប៉ះឡាតែមួយផ្នែកនៅអាផ្នែកផ្សេងទៀតប្រភេទអ៊ីបាដាតផ្សេងទៀតគឺយើងអត់បានប៉ះឡាទេអញ្ចឹងមើលថាយើងសាឡាត់ពីរកាត់ហើយយើងអាចឧទាហរណ៍យើងអាចមានពេលថាយើងភ្ញាក់ពីដំណេកមកយើងសំញ៉ាំងអ៊ីសាហើយយើងអាចសម្រាកដេកមួយសន្ទុះសិនឬក៏យើងភ្ញាក់មកម៉ោងប៉ុន្មានយើងមានពេលប៉ុន្មានដើម្បីយើងធ្វើអ៊ីបាដាតរហូតដល់យើងសាឡាតស៊ូបោះឧទាហរណ៍យើងមានពេលកន្លះម៉ោងអញ្ចឹងពេលកន្លះម៉ោងយើងអាចបែងចែកថា5នាទីសម្រាប់សាឡាត5នាទីសម្រាប់សូត្រកូរ៉ាន5នាទីសម្រាប់អីចឹងផ្សេងដែលយើងចូលចិត្តធ្វើយើងកុំគិតថា30នាទីសំញ៉ាំងដល់30នាទីដល់ពេលគេហ្សានអល់ឡោះអក្បារអាសូរកូរ៉ានអត់ទាន់បានសូត្រស្អីក៏អត់ទាន់បានធ្វើឌូអាក៏អត់បានសំឌូអាអញ្ចឹងមិនថាយើងបានអ៊ីបាដាតតិចចុះបើសិនជាយប់នោះប៉ះយប់ឡៃឡាតុលកាដារអញ្ចឹងមិនថាយើងអត់បានធ្វើច្រើនអ៊ីបាដាតទេអញ្ចឹងដូចជាករណីដែលយើងលើកឡើងមិញនេះគឺឧលាមាមួយចំនួនគាត់ណែនាំយើងគាត់ឲ្យយើងធ្វើអ៊ីបាដាតឲ្យបានច្រើនអ៊ីស្ទីហ្វាតសូឡាតទីគៀតតាស្បេះអីចឹងផ្សេងអញ្ចឹងទៅអញ្ចឹងយើងគួរតែយកពេលវេលាបានច្រើនកុំដេកច្រើននៅក្នុងយប់នោះនៅពេលដែលយើងអតិកាហ្វនោះដោយសារអល់ឡោះស៊ុបហានាហ៊ូវតាឡាក៏បានជំរុញដែរក៏បានប្រាប់ដែរពីអ្នកដែលខែតាក់វ៉ាទៅជាមួយអល់ឡោះស៊ុបហានាហ៊ូវតាឡាដែលហៅមានស៊ីហ្វានដែលតាក់វ៉ានោះគឺពួកគាត់នៅពេលយប់នោះគឺដេកតិចគាត់សម្រាកតិចនៅពេលយប់ប៉ុន្តែនៅពេលមិនថាម៉ោងសាហួតមិនថាម៉ោងដែលយើងហូបបាយបួសហើយពួកគាត់សុំអភ័យទោសពីអល់ឡោះស៊ុបហានាហ៊ូវតាឡាមិនថាគាត់សុំច្រើនការអភ័យទោសពីអល់ឡោះស៊ុបហានាហ៊ូវតាឡាដោយសារមនុស្សយើងច្រើនណាស់រាល់ថ្ងៃដែលយើងកំពុងតែសាឡាំចំពោះខ្លួនឯងមិនថាយើងអត់បានបំពេញកាតព្វកិច្ចបំពេញតួនាទីរបស់យើងគ្រប់ជ្រុងជ្រោយទេហើយយើងមានការធ្វេសប្រហែសខ្វះចន្លោះច្រើននៅរឿងរបស់យើងប្រចាំថ្ងៃហើយសម្រាប់អ្នកអតិកាហ្វនោះគឺយើងអាចធ្វើបានមិនថានៅពេលដែលយើងអតិកាហ្វនៅក្នុងម៉ាស៊ីតគឺយើងអ្វីដែលយើងអាចធ្វើបានគឺយើងដូចជាការហូបចុកបើយើងករណីដែលយើងចេញពីម៉ាស៊ីតគឺការអតិកាហ្វគឺឲ្យយើងនៅក្នុងម៉ាស៊ីតឲ្យចេញទៅណាទេ
ប៉ុន្តែករណីមួយចំនួនគេលើកលែងឲ្យយើងគឺដូចជាយើងចេញហូបបាយបើសិនជាយប់នោះអត់មានអ្នកណាយកមកហូបឲ្យយើងអីយើងអាចទៅហូបបាយមួយពេលបាននេះករណីចាំបាច់ដូចជាយើងចេញពីមស្ជីតទៅងូតទឹកនៅក្នុងបន្ទប់ទឹកដែលនៅខាងក្រៅយើងអាចទៅបានឬក៏ដោយសារពេលខ្លះយើងអាចមានមិត្តភ័ក្តិរបស់យើងឬក៏សាច់ញាតិរបស់យើងមកសួរសុខទុក្ខយើងគឺយើងអាចជជែកនិយាយមកគាត់បានមួយពេលមិនថាបានជួដែលភាសាយើងហៅនិយាយថ្ប៉ែគឺអត់ទេមិនថាយើងបានមួយពេលខ្លីមួយដែលយើងអាចសួរសុខទុក្ខបានឬក៏យើងអាចចេញទៅជួបដំណើរគេទៅវិញបានរឿងតិចតួចណាហើយសម្រាប់អ្នកអធិការនោះដែរគឺគាត់អាចដេកនៅក្នុងមស្ជីតព្រោះថាអ្នកអធិការក៏អត់មានឡៃដេកផ្សេងទេគឺដេកនៅក្នុងមស្ជីតនឹងឯងប៉ុន្តែអ្វីដែលគាត់គួរតែយកចិត្តទុកដាក់គឺការរក្សាអនាម័យនៅកន្លែងមស្ជីតឬក៏កន្លែងដែលគាត់កំពុងសម្រាកឬកំពុងគេងនឹងឯងហើយចំណុចដែលយើងគួរប្រុងប្រយ័ត្នសម្រាប់អ្នកអធិការគឺគឺប្រកាសដែលធ្វើឲ្យខូចអធិការរបស់យើងដែលធ្វើឲ្យយើងកំពុងខំប្រឹងប្រែងនោះគឺអាសាបងទៅវិញមានន័យថាគឺយើងចេញពីមស្ជីតដោយមានការចាំបាច់អញ្ចឹងបើយើងចេញចង់ចេញទៅនេះចេញទៅនោះអត់មានការចាំបាច់ទេគឺហុកមវាគឺខូចហើយអធិការទី2គឺការដែលយើងដេកជាមួយនឹងប្រពន្ធរបស់យើងក៏ភរិយារបស់យើងបាទឬមួយទៀតហុកមមិនមែនជីម៉ាទេប៉ុន្តែហុកមមានថាដូចយើងសម័យហ្នឹងគេហៅបាញ់យន្តហោះអីណាហៅប្រើក្មេងៗនៅប្រើពាក្យថាបាញ់យន្តហោះអ៊ីស្ទីមណាឬក៏អ៊ីស្ទីមតាដែលយើងប្រើដៃរបស់យើងធ្វើឲ្យមានចេញទៅកាមអញ្ចឹងគេគិតថាខូចការអធិការរបស់យើងដូចគ្នាដែរហើយមួយទៀតដូចជាការបាត់បង់ការចងចាំអ្នកដែលបាត់បង់ការចងចាំនៅក្នុងអំឡុងពេលហ្នឹងក៏ខូចដែរហើយមួយទៀតដូចជាស្ត្រីដែលមានរដូវនៅក្នុងពេលដែលគាត់កំពុងតែអធិការនោះឬក៏គាត់សម្រាប់កូននៅក្នុងអំឡុងពេលនោះក៏ដូចគ្នាដែរហើយនឹងចុងក្រោយគឺអ្នកដែលចេញពីសាសនាអ៊ីស្លាមអញ្ចឹងទាំង5ចំណុចនេះគឺធ្វើឲ្យប្រកបខូចអធិការរបស់គាត់អញ្ចឹងការអធិការគឺជារឿងមួយដែលយើងទាំងអស់គ្នាគួរតែធ្វើវាដើម្បីពង្រឹងនៅសុnnahមួយរបស់នប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដែលសុnnahមួយនេះគឺមិនសូវមានអ្នកពេញនិយមច្រើននោះទេហើយក៏មិនសូវមានអ្នកធ្វើច្រើនដែរដោយសារថារឿងនោះវាពិបាកពេកកាត់មិនថាដាច់ពីក្រុមគ្រួសាររហូតដល់10ថ្ងៃគឺជារឿងដែលយើងពិបាកក្នុងការធ្វើអញ្ចឹងសង្ឃឹមថាយើងអាចគិតគូរពិចារណានៅក្នុងអ៊ីបាដាតមួយនេះពីព្រោះអ៊ីបាដាតមួយនេះបើអ្នកណាឲ្យធ្វើវាមានន័យថាយើងនឹងអាចជប់ឡៃលតុលកតាពិតប្រាកដដោយសារយើងនៅក្នុងមស្ជីតយើងឃុំខ្លួនយើងនៅក្នុងមស្ជីតរយៈពេល10ថ្ងៃគឺយើងនឹងជប់យប់ឡៃលតុលកតាដែលជាយប់ដ៏ពិសេសសម្រាប់យើងទាំងអស់គ្នាអញ្ចឹងអល់ហាំឌុលីឡាសំណួររបស់ខ្ញុំគឺខ្ញុំបកស្រាយប៉ុណ្ណេះសង្ឃឹមថាប្រិមិត្តនិងទស្សនិកជនទាំងអស់ទទួលបានផលប្រយោជន៍ពីការបកស្រាយមួយនេះបងប្អូនទស្សនិកជនដែលកំពុងតាមដានកម្មវិធីយល់ដឹងព្រះពុទ្ធសាសនានិងអ៊ីស្លាមសាសនានៅពេលនេះគឺដែលស្តារស្លេកឡើងមកមិញគឺសំណួរទី4គឺមានចំណុចពិសេសច្រើនតែហើយអ្វីដែលយើងត្រូវអនុវត្តតាមគឺទី1គឺយើងត្រូវតែមើលទង្វើរបស់ព្រះជាក្រីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដែលគាត់ធ្វើពីមុនមកហើយលក្ខណៈអ៊ីតិកាគឺ10ថ្ងៃចុងក្រោយនៃតែម្ដងក៏ប៉ុន្តែលក្ខណៈពិសេសរបស់ព្រះជាក្រីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនោះគឺយប់20មានថា20គឺគាត់ធ្វើអ៊ីតិការរហូតដល់20ដង20ថ្ងៃនៃឆ្នាំចុងក្រោយដែលរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំមានថាផតឬក៏មរណភាពហ្នឹងហើយទី3គឺទី2គឺការអ៊ីតិការហ្នឹងគឺវាមានទាំងចំនួនរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយនឹងអ៊ុម៉ាត់មុនមកដែរដូចជានប៊ីអ៊ីប្រាហ៊ីមដែលជាអ្នកសាងសង់កាបាហ្នឹងតែម្ដងបាទហ្នឹងហើយក៏បានធ្វើហ្នឹងហើយចំពោះស្ត្រីដែលយើងអាចអ៊ីតិកាបានត្រូវតែមានការអនុញ្ញាតពីប្តីរបស់គាត់ហើយមានកន្លែងអ៊ីតិកានៅក្នុងមស្ជីតតែម្ដងហ្នឹងហើយដែលមានរៀបចំស្អាតសម្រាប់ពួកស្រីបាទហើយនៅចំណុចផ្សេងដែរមានឧលមាខ្លះគាត់បន្ថែមចំណុចមួយថាដែលសំខាន់គឺមិនថាធ្វើម៉េចនៅពេលដែលគាត់ទៅអធិការហ្នឹងក៏បង្កហ្វីតណាបង្កភាពវឹកវរនៅក្នុងមស្ជីតហ្នឹងក៏ធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃបាទពីព្រោះស្រីនេះគឺហ្វីតណាដែរពេលគាត់ទៅនៅកន្លែងក្រៅពីផ្ទះរបស់គាត់បាទហើយនឹងដូចជាស្តារលើកឡើងមិញនេះគឺដោយសារស្ត្រីគឺមានការតឹងរឹងជាងបុរសចឹងពេលគាត់ទៅអធិការគឺត្រូវចាំបាច់ត្រូវតែកុំឲ្យធ្វើឲ្យមានបញ្ហាដល់អ្នកផ្សេងឬក៏ធ្វើឲ្យមានអីលើសលប់អ្វីប្រការដែលហារ៉ាមមកជាមួយដែរហើយ
ទី2គឺពេលវេលានៃការអតិកោនោះគឺចាប់ដើមមានថាយើងស្រែកបោះថ្ងៃទី21ថ្ងៃ20ហី ថ្ងៃចូលថ្ងៃ21នៅពេលយើងត្រៀមស្រែកបោះថ្ងៃទី21 មានថាយើងចុះមាន សូម ថា ឲ្យមុននឹងស្រែកបោះ មុនថ្ងៃមានថា មុនស្រែកបោះថ្ងៃទី ថ្ងៃ21 21 អញ្ចឹងមានន័យថាយើងថ្ងៃដូចជាយប់ហ្នឹងយើងអាចបានដែរថ្ងៃនេះថ្ងៃទី20 ហ្នឹងថ្ងៃទី20 20អញ្ចឹង20ហ្នឹងគឺយើងអាចថាយប់នេះ បើកលទី2ទស្សនៈទី2មិនថាបើយើងគិតពីសុបោះឡើងមិនថាសម្ញងសុបោះនៅយប់នេះ យប់នេះ នៅយប់នេះយើងហូបបាយយប់នេះហើយមិនថាយើងសម្ញង ហ្នឹងហើយ សុបោះហ្នឹងគឺយើងចូលយប់នេះតែម្ដង អញ្ចឹងមានថាថ្ងៃបើសិនជានិយាយអាខ្លីគឺថ្ងៃទី22ខែហ្នឹង ថ្ងៃទី22ខែ3 ខែ3ហ្នឹងខែ3ហ្នឹងវាស្មើនឹងថ្ងៃ21ខែរ៉ម៉ាដនហ្នឹងហើយអញ្ចឹងវានឹងកោលច្រើនដូចស្តាលើកមិញណា បញ្ជាក់តិចមិនថាពេលវេលាដែលឧឡាម៉ាគាត់លើកឡើងកលទី1គឺមិនថានៅពីសុបោះយប់នេះទៅ បាទ ហើយយូរបំផុតដែលយើងចូលយូរបំផុតហ្នឹងគឺនៅពេលដែលយើងស្រែកបោះមុនយើងស្រែកបោះសម្រាប់ថ្ងៃស្អែក ថ្ងៃស្អែក បាទថ្ងៃ មានថារយៈពេលដែលយើងមានអតិកោ នេះអតិ អ កោ តិកោហ្នឹងបាទ នេះមានថានៅពេលដែលយើងចូលដំបូងហ្នឹងពេលដែលយើងចង់បាន10ថ្ងៃពេញចង់បានថា10ចុងក្រោយពេញហ្នឹងគឺទៅពេលហ្នឹងទៅប៉ុន្តែមួយទៀតបើសិនជាយើងអត់ទេយើងអត់ចូលពីដើមទីទេយើងថាគេថាចាំ2ថ្ងៃចុងក្រោយចាំចូលមិនថាយើងគេអត់ខាត់យើងទេអាចចូលបានប៉ុន្តែវាអត់គ្រប់10ថ្ងៃដូចគេទេ បាទចូលស្ថានភាពនេះថាយើងឧទាហរណ៍ថាយើងអត់មានពេល បាទ មកថាយើងពេលខ្លះយើងមកនេះហើយយើងអត់មានពេលតែយើងអាចមកថានៅពេលកណ្ដាលជប់យើងទៅវិហារអាហ្នឹងយើងអាចអតិកោបានអត់មកថាយើងមកបាយជាមួយប្រពន្ធនេះឬក៏នេះយើងទៅអញ្ចឹងបានដែរ ពាក្យថាអេតិកោនេះដែលលើកពីដើមថាអេតិកោរកុនរបស់វាគឺការដែលនៅឃុំខ្លួននៅក្នុងមស្ជិតក្នុងពេលវេលាជាក់លាក់អញ្ចឹងដូចថាឧឡាម៉ាគាត់ថាអត់គិតទេថាតិចនឹងប្រហែលថ្ងៃច្រើននឹងប្រហែលថ្ងៃប៉ុន្តែបើតិចបំផុតយ៉ាងហើយក៏បានមួយថ្ងៃដែរ អូអញ្ចឹងមានថាបើសិនជាយើងអត់មានពេលយប់យើងពេលថ្ងៃយើងត្រូវ នៅមួយថ្ងៃក៏បានឬក៏មួយយប់ក៏បាន បាទហ្នឹងតិចបំផុតដែលយើងគិតថាគួរយើងគិតថាតិចប៉ុន្តែគេអត់មានកំណត់ថាប៉ុណ្ណាប៉ុណ្ណីទេប៉ុន្តែយើងគិតថាបើតិចបំផុតយ៉ាងហើយក៏បានមួយពេលហ្នឹងដែរដោយសារតែការអេតិកោនេះគឺការឃុំខ្លួនក្នុងពេលវេលាជាក់លាក់នៅក្នុងមស្ជិត បាទស្តា បាទអរគុណច្រើន បាទហ្នឹងហើយអញ្ចឹងបងប្អូនទស្សនិកជនដែលកំពុងតាមដាននៅកម្មវិធីដល់សារកម្មវិធីយើងមកឈានទីបញ្ចប់ហើយអញ្ចឹងសូមស្តាសង្ខេបហើយនឹងមានថាបូកសរុបអ្វីដែលចំណុចដែលសំខាន់នៅក្នុងយប់មានថា10អខិតនៃយប់រ៉ម៉ាដននេះតែយើងត្រូវលក្ខណៈមកត្រៀមលក្ខណៈអ្វីខ្លះដែលសង្ខេបបាទស្តា បាទអរគុណច្រើនសម្រាប់ទូនលោកម៉ាន់ដែលផ្ដល់ឱកាសរបស់ដល់ខ្ញុំបាទសម្រាប់សង្ខេបនឹងអ្វីដែលបានលើកឡើងពីខាងដើម អញ្ចឹងមានន័យថាយើងនៅក្នុងអំឡុងពេលដែលយប់ចុងក្រោយបង្អស់នេះមានន័យថាគឺយើងគួរតែប្រឹងប្រែងធ្វើអ៊ីបាតាទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាឲ្យបានច្រើនហើយអ៊ីបាតានោះធ្វើឲ្យបានច្រើនប្រភេទទី2គឺយើងទាំងអស់គ្នាគួរតែផ្ដោតទៅលើសុនណាមួយដែលជាសុនណារបស់នប៊ីសល្លឡោះអាឡៃហ៊ីវសឡាមនោះគឺអ៊ីតិកាហ្វបើយើងអាចលះបង់បានពេលវេលា10ថ្ងៃដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាឡានោះជារឿងដ៏ល្អបំផុតប៉ុន្តែបើយើងមិនបាន10ថ្ងៃទេសង្ឃឹមថាយើងបានយ៉ាងហោចក៏មួយថ្ងៃយើងលះបង់ដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាឡាដោយសារយើងទាំងអស់គ្នាគិតមើលថាបើយើងមិនលះបង់សោះពេលវេលារបស់យើងដើម្បីអល់ឡោះតើពេលណាទៅទើបយើងអាចលះបង់ពេលវេលាយើងដើម្បីការបញ្ចិតខ្លួនរបស់យើងទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាដោយក្នុងមួយឆ្នាំយើងមានពេលសម្រាប់ការរស់នៅរបស់យើងគឺ365ថ្ងៃឬក៏បើនៅក្នុងខែអ៊ីស្លាមគឺ360ថ្ងៃអញ្ចឹង360ថ្ងៃឬក៏365ថ្ងៃគឺយើងលះបង់ត្រឹមតែ10ថ្ងៃឬក៏តិចជាងនោះអាស្រ័យទៅលើការដែលយើងអាចសម្រេចបានអញ្ចឹងមានថាយើងគួរតែលះបង់ដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាឡាដើម្បីទទួលបានការយល់ព្រមការឯកភាពពីអល់ឡោះស៊ុបហានាហ៊ូវតាឡាដើម្បីតបស្នងដល់យើងវិញនៅឋានសួគ៌របស់អល់ឡោះពីព្រោះឋានសួគ៌នេះមិនមែនជាកន្លែងដែលយើងចង់ទៅក៏ទៅចង់នៅក៏នៅមិនមែនទេហើយក៏មិនមែនជាកន្លែងដែលមិនល្អដែរគឺជាកន្លែងដ៏ល្អបំផុតដែលមនុស្សលោកទូទៅតែងតែចង់បានពីព្រោះវាមានតម្លៃណាស់ហើយកន្លែងនោះគឺជាកន្លែងដែលយើងរស់នៅអមតៈលោកីរបស់យើងនេះទុនយ៉ារបស់យើងនេះគឺយើងមានពេលត្រឹមតែ100ឆ្នាំតិចជាងនោះឬក៏60ឆ្នាំលើខ្វះតែប៉ុណ្្នឹងឯងអញ្ចឹងមិនថាយើងគិតថាច្រើនបំផុត100ឆ្នាំដែលយើងនៅក្នុងលោកីនេះប៉ុន្តែនៅលោកខាងក្រោយនោះគឺថ្ងៃកិយាម៉ាត់នោះគឺយើងរស់នៅរហូតគ្មានថ្ងៃស្លាប់តទៅទៀតទេប៉ុន្តែបើយើងនៅកន្លែងដែលពិបាកកន្លែងដែលវេទនាអញ្ចឹងមិនថាយើងគឺជាអ្នកដែលខាត់បំផុតដូចជា
នៅក្នុងហាឌីសមួយដែលនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមបានរាយការណ៍ដែរថានៅក្នុងអត្ថន័យនោះគឺមានថាអ្នកដែលខាតបង់បំផុតគឺអ្នកដែលអល់ឡោះឲ្យមានអាយុរស់ជួបនឹងខែរ៉ាម៉ាដនប៉ុន្តែនៅពេលដែលខែរ៉ាម៉ាដនចាក់ចេញពីពួកគាត់មិនត្រូវបានអល់ឡោះអភ័យទោសនៅកំហុសឆ្គងទាំងឡាយដែលធ្លាប់កើតមាននោះទេអញ្ចឹងអ្នកនោះគឺជាអ្នកដែលខាតធំបំផុតអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នាប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យអល់ឡោះស៊ុបហានាហ៊ូវតាឡាអភ័យទោសនៅរាល់កំហុសឆ្គងរបស់យើងហើយនឹងលើកដំកើងរបស់យើងផ្ដល់ឋានៈស័ក្តិរបស់យើងឲ្យបានសមរម្យនៅក្នុងឋានសួគ៌របស់អល់ឡោះស៊ុបហានាហ៊ូវតាឡាអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នាប្រឹងប្រែងដោយសារអល់ឡោះសន្យាថារាល់ថ្ងៃនៅក្នុងខែរ៉ាម៉ាដននេះគឺអល់ឡោះនឹងលើកលែងទោសរបស់ខ្ញុំរបស់ទ្រង់ហើយនៅពេលយប់ក៏ដូចគ្នាដែរអល់ឡោះនឹងលើកលែងទោសដល់ខ្ញុំបម្រើរបស់ទ្រង់បរាបណាបម្រើរបស់ទ្រង់នោះសមការអភ័យទោសពីទ្រង់អញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នាជាអ្នកដែលប្រឹងប្រែងដើម្បីថ្ងៃបរលោកឬក៏ថ្ងៃអាខិរ៉ាត់នោះគឺយើងធ្វើយ៉ាងណាឲ្យខ្លួនយើងទាំងអស់គ្នាខ្លាយជាអ្នកដែលទទួលបានការអភ័យទោសពីអល់ឡោះស៊ុបហានាហ៊ូវតាឡាមុននឹងរ៉ាម៉ាដនចាក់ចេញពីយើងអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នាជាអ្នកដែលទទួលបានសេចក្តីសុខចម្រុងចម្រើនទាំងលោកីនិងសេចក្តីសុខចម្រុងចម្រើនទាំងថ្ងៃបរលោកអរគុណច្រើនបាទបងប្អូនទស្សនិកជនដែលកំពុងតាមដានកម្មវិធីយល់ដឹងប្រពុទ្ធសាសនានិងឥស្លាមទស្សនាដោយសារកម្មវិធីយើងមកដល់ទីបញ្ចប់តែមុនដល់ទីបញ្ចប់យើងខ្ញុំនឹងសូមរំលឹកដល់សាសនិកឥស្លាមទាំងអស់ធ្វើយ៉ាងណាយើងខិតខំដូចឧស្សាហ៍លើកឡើងមិញហ្នឹងគឺធ្វើយ៉ាងណាគឺយើងខិតខំដូចជាយើងត្រូវចំណាយពេលមកយ៉ាងហោចក៏មួយថ្ងៃមួយយប់ដែរសម្រាប់អេតកោឬក៏លើសអ្វីដែលយើងមានគឺយើងត្រូវតែលះបង់ហើយកម្មវិធីយើងមកដល់ទីបញ្ចប់ហើយនឹងយើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់អូស្តាសតុលឡោះអាម៉ាត់ដែលខំចំណាយពេលវេលាដើម្បីមកចូលរួមជាវាគ្មិនរបស់យើងសម្រាប់កម្មវិធីរបស់យើងហើយមុននឹងបញ្ចប់ហើយកម្មវិធីរបស់យើងនៅសប្តាហ៍ក្រោយគឺយើងមានវាគ្មិនរបស់យើងម្នាក់ទៀតគឺអូស្តាស៊ូឡៃម៉ានហើយគាត់បញ្ចប់អនុឌិតនៅប្រទេសអារ៉ាប៊ីម៉ាកាសហើយគាត់នឹងលើកប្រធានបទគឺសកាត់មានថាការចេញសកាត់នៅក្នុងខែរ៉ាម៉ាដននេះហើយយើងខ្ញុំជាចុងបញ្ចប់នៃកម្មវិធីថ្លែងនឹងខ្ញុំត្រូវចំពោះអាយដាមអស់លោកស្រីទស្សនិកជនដែលបានតាមដានពីរហូតដល់ចប់ហើយនឹងជាពិសេសគឺលោកដេនសថៃប្រធានទីព័ត៌មានខេត្តមុនក្រុមការងារទាំងអស់ហើយនឹងសូមថ្លែងអំណរគុណយ៉ាងទីត្រូវចំពោះបងប្អូនដែលខំតាមដានហើយនឹងសូមរងចាំទស្សនានៅកម្មវិធីរបស់យើងនៅពេលក្រោយៗទៀតវ៉ាប៊ីឡាហ៊ីតោហ្វិកវ៉ាលីតាយ៉ាវ៉ាស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះហ៊ីវ៉ាបារកាតុហ៍អស្សឡាមអាឡៃគុំ